នេះទៅជាកម្ពុជានៃការរស់រានមានជីវិតក្នុងទីហោឋានបុរសម្នាក់នេះមិនពឹងផ្អែកលើឧបករណ៍ទំនើបណាមួយឡើយមិនត្រឹមតែអាចបង្កាត់ពូជកូនត្រីព្រៃបានរាប់លានក្បាលថែមទាំងអាចធ្វើឲ្យពួកវាធ្វើសកម្មភាពតាមបញ្ជាបានទៀតផងប្រែក្លាយតំបន់ព្រៃភ្នំឲ្យទៅជាលំនៅឋានដ៏មានសុភមង្គលដាំស្រូវនៅលើដីស្ងួតបែបនេះបងប្រុសអភិជនតែងតែធ្វើឲ្យអ្នកនឹកស្មានមិនដល់គាត់ចំណាយពេលដល់ទៅ10ថ្ងៃដើម្បីកែច្នៃផ្ទះថ្មីសន្លាងមួយនៅក្នុងព្រៃជ្រៅចាប់តាំងពីការកាត់ឈើចាស់រហូតដល់ការធ្វើក្តារប្រក់ដំបូលបានចំណាយពេលគាត់អស់2ថ្ងៃពេញមានរាប់រយផ្ទាំងដែលត្រូវរៀបចំយ៉ាងមានសណ្ដាប់ធ្នាប់មើលមួយផ្លែតវាពិតជារៀបចំបានយ៉ាងស្អាតមែនទែនទោះម៉ាស៊ីនកាត់មកដល់ក៏ត្រូវឈោមមើលដែរបន្ទាប់មកគឺសម្ភារៈសាងសង់នេះត្រូវការឈើដែលមានគុណភាពល្អទើបអាចយកមកធ្វើជាស្របានគ្រាន់តែសែងទៅសែងមកក៏ចំណាយពេលអស់ប៉ុន្មានថ្ងៃទៅហើយទើបបងប្រុសអភិជនចាប់ផ្ដើមរៀបចំការងារដំបូលរបស់គាត់បើមិនមើលគឺមិនដឹងទេតែពេលមើលទៅពិតជាគួរឲ្យភ្ញាក់ផ្អើលស្លឹកត្នោតភាគច្រើនបានពុកផុយអស់ទៅហើយយកដៃស្ទាបក៏ជ្រុះកំទេចប៉ះស្រាលក៏បាក់បែកជាពិសេសនៅចន្លោះប្រហោងមានលក្ខសម្បុកកូនកណ្ដុរមួយសម្បុកយ៉ាងគួរឲ្យស្រឡាញ់ពេលមានគ្រោះថ្នាក់មែនគឺរត់បែកជើងគ្នាអស់ហើយប្រសិនបើមេកណ្ដុរនៅទីនេះក៏ល្អអញ្ចឹងបងប្រុសអភិជនអាចឆ្អែតបានមួយពេលទៀតគ្រាន់តែគិតក៏ដឹងថាឆ្ងាញ់ដែរសម្អាតដំបូលរួចរាល់គាត់ក៏បន្តយកឈើដែលទើបនឹងសែងមកដល់រៀបចំដាក់ពីលើដើម្បីធ្វើការភ្ជាប់បន្ទាប់មកយកធ្យូងមកគូសសញ្ញាសម្គាល់នៅទីតាំងកំណត់ចំណែកកំណាត់យកមកប្រើសម្រាប់ដាប់ចង្អូតភ្ជាប់ធ្វើបែបនេះទោះមិនប្រើដែកគោមួយដើមក៏អាចធ្វើឲ្យពួកវារឹងមាំមិនរង្គើដែរអ្វីដែលសំខាន់បំផុតនោះគឺការរៀបចំរបារដំបូលនេះឯងចន្លោះនីមួយគឺត្រូវកំណត់យ៉ាងច្បាស់លាស់ដល់កម្រិតមីលីម៉ែត្រសូម្បីតែពេលសាងសង់ក៏ប្រើប្រាស់ការការពារពីជាន់ដែរការចំបន្ទះឫស្សីនិងបោះដែកគោលទោះបីជាខ្យល់ព្យុះកម្រិត10មកដល់ក៏មិនខ្លាចព្រោះខ្លាចក៏គ្មានប្រយោជន៍ចំណែកឯការប្រក់ក្បឿងដំបូលគឺងាយស្រួលជាងច្រើនឲ្យតែតម្រៀបនឹងបោះដែកគោលបានល្អគឺធានាថារឹងមាំហើយបន្ទាប់មកនៅផ្នែកខាងលើប្រើបន្ទះក្តារសង្កត់បិទចន្លោះទោះបីជាភ្លៀងធ្លាក់ខ្លាំងប៉ុណ្ណាក៏ដោយក៏មិនអាចហូរចូលសូម្បីតែមួយដំណក់សម្រាប់មេដំបូលផ្ទះគាត់បានជ្រើសរើសប្រភេទដាំត្នោតនេះទាំងងាយស្រួលក្នុងការឃុំយកបណ្ដូលខាងក្នុងចេញហើយក៏មិនងាយពុកផុយដោយសារទឹកភ្លៀងពិតជាជម្រើសដ៏ល្អបំផុតសម្រាប់សាងសង់វីឡាជាពិសេសពេលគ្រប់ពីលើគឺល្មមតែម្ដងសូម្បីតែមិនបាច់ចងភ្ជាប់ក៏បានរវល់ពេញមួយថ្ងៃពេលនេះទើបអាចហូបបាយបានស្រួលបួលហត់នឿយតែសប្បាយចិត្តសំខាន់បំផុតគឺបានហូបបាយដែលខ្លួនឯងដាំពិតជាពេញចិត្តណាស់ញ៉ាំរួចហើយបងប្រុសអភិជនច្បាស់ជាអាចយកសត្វអាក្រក់បានយ៉ាងល្អតើនៅចាំមាន់ព្រៃដែលបងប្រុសអភិជនចាប់បានពីមុនទេឆ្លងកាត់ការថែទាំយ៉ាងយកចិត្តទុកដាក់ប៉ុន្មានខែនេះកូនមាន់ទាំងនេះបានសម្របខ្លួនទាំងស្រុងជាមួយបរិស្ថាននៅទីនេះហើយក្បាលណាក៏មានរាងសង្ហាណាស់ដែរដើម្បីអាចផ្គត់ផ្គង់ជាបន្តអាចញ៉ាំស៊ុតមាន់ស្រស់នៅទីនេះថ្ងៃនេះបងប្រុសអភិជននឹងសម្រេចចិត្តធ្វើជាអ្នករៀបចំគូស្រករសត្វព្រៃម្ដងនោះគឺការចងពួកវាទុកនៅទីនេះបង្ខំឲ្យបង្កាត់ពូជដោយសារតែខ្លួនឯងបន្តិចទៀតនេះនៅមានរឿងសំខាន់ជាងនេះត្រូវធ្វើដោយគិតថាពួកវាអាចនឹងស្រេកទឹកនៅពេលធ្វើសកម្មភាពកណ្ដាលទីបងប្រុសអភិជនដ៏ចិត្តល្អក៏បានកាប់ឫស្សីដែលមានគុណភាពល្អមួយដើមពោះវាជាពីរនឹងធ្វើជាស្នូកទឹកយ៉ាងសាមញ្ញតែមានប្រយោជន៍បន្ទាប់មកចងវាឲ្យជាប់នៅក្បែរមាន់ព្រៃរួចចាក់ទឹកទន្លេសាបឆ្នាំ82មួយដបចូលត្រូវតែទទួលស្គាល់ថាដើម្បីបានហូបស៊ុតមាន់ស្រែដ៏ឈ្ងុយឆ្ងាញ់បងប្រុសអភិជនពិតជាខិតខំប្រឹងប្រែងខ្លាំងណាស់រៀបចំកន្លែងឲ្យមាន់ព្រៃរួចរាល់គាត់ក៏ងាកក្រោយដើរចូលផ្ទះបាយបេះគ្រាប់ពោតធាត់ចេញយ៉ាងប្រុងប្រយ័ត្នបន្ទាប់មកយកគ្រាប់ពោតទាំងនោះដាក់ចូលទៅក្នុងម៉ាស៊ីនបុកស្រូវដើរដោយទឹកបុកចុះបុកឡើងរងចាំដល់ពេលល្ងាចត្រឡប់មកវិញគ្រាប់ពោតទាំងនេះនឹងត្រូវកិនទៅជាម្សៅម៉ត់នឹងក្លាយជាចំណីដ៏ល្អឥតខ្ចោះសម្រាប់ពួកមាន់ព្រៃបន្ទាប់ពីរៀបចំកិច្ចការតូចតាចទាំងអស់រួចរាល់បងប្រុសអភិជនទើបចាប់ផ្ដើមមមាញឹកនឹងការងាររបស់គាត់ភារកិច្ចថ្ងៃនេះគឺត្រូវសាងសង់ធ្នើរដាក់អុសនៅក្បែរផ្ទះនេះក៏ជាការត្រៀមទុកជាមុនសម្រាប់ពេលក្រោយដែលគ្មានអុសដុតធ្វើការត្រៀមទុកជាមុនដំបូងត្រូវចាត់ការដាំក្រូចដែលនៅនឹងមុខនេះសិនកុំមើលតែវាដុះមកស្អាតតែផ្លែវាចេញមកគឺជូរចត់ពិបាកលេបបន្ទាប់ពីកាប់សម្អាតរួចការងារសាងសង់ធ្នើរដាក់អុសចាប់ផ្ដើមជាផ្លូវការបងប្រុសអភិជនយកផ្ទៃដីផ្ទះធ្វើជាមូលដ្ឋានគ្រឹះយកផ្លូវរាបស្មើនៅមុខទ្វារធ្វើជាចំណុចទុកជីករណ្ដៅទប់ទម្ងន់Bយ៉ាងថ្នមដើម្បីធ្វើជាជើងទុំរចនាសម្ព័ន្ធនេះគឺគ្រប់គ្រាន់ដើម្បីទ្រទម្ងន់រាប់ពាន់គីឡូបានយ៉ាងរឹងមាំភាពរឹងមាំគឺមិនបាច់និយាយទេដើម្បីឲ្យធ្នើរកាន់តែរឹងមាំនិងដើម្បីរៀបចំសាងសង់ដំបូលបាំងភ្លៀងនៅពេលក្រោយគាត់ថែមទាំងបានបន្ថែមសរឹងមាំចំនួន4ដាំទៀតពង្រឹងបន្ថែមមួយជាន់ទៀតចង់បានភាពល្អឥតខ្ចោះបន្ទាប់ពីសាងសង់គ្រោងធ្នើររួចរាល់បងប្រុសអភិជនក៏ចាប់ផ្ដើមយកឈើមកតម្រៀបលើធ្នើរឲ្យមានរបៀបរៀបរយទោះបីជាភ្លៀងរដូវការីកំពុងធ្លាក់រលឹមក៏ដោយតែក៏មិនអាចរារាំងជំហានឆ្ពោះទៅមុខរបស់គាត់បានដែរព្រោះបងប្រុសអភិជនដឹងយ៉ាងច្បាស់ថាឈើសើមមិនអាចប្រើការបានទេត្រូវតែធ្វើការបាំងការពារទឹកភ្លៀងឲ្យបានល្អដូច្នេះគាត់ក៏ប្រញាប់សម្លៀងកាំបិតរន្ទះឲ្យមុតមានបំណងហៅភ្លៀងទៅកាន់ភ្នំខាងក្រោយដើម្បីប្រមូលសម្ភារៈសម្រាប់សាងសង់ដំបូលពេលទៅដល់ភ្នំខាងក្រោយបងប្រុសអភិជនក៏លះបង់កម្លាំងកាយចិត្តចូលរួមក្នុងការប្រមូលសម្ភារៈទុកឲ្យសត្វល្អិតមូសខំដៃជើងតាមចិត្តក៏មិនខ្វល់ខ្វាយអើពើអ្វីទាំងអស់ឫស្សីនៅតំបន់ភ្នំមានរាងតូចស្រឡូននិងស្រួយគាត់កាន់កាំបិតកាប់យកដើមឫស្សីដែលសាកសំដងមួយដើមបិទខ្ចប់យកត្រឡប់ទៅវិញទន្ទឹមនឹងនេះក៏បានប្រមូលស្លឹកត្នោតមួយបាច់ធំផងដែរនេះគឺជាសម្ភារៈដ៏សំខាន់សម្រាប់សាងសង់ដំបូលការពារទឹកភ្លៀងអាចធ្វើឲ្យដំបូលជិតឈឹងគ្មានខ្យល់ចេញចូលមិនលេចទឹកសូម្បីមួយដំណក់ប៉ុន្តែពេលមកដល់ជិតផ្ទះភ្លៀងរដូវការីដ៏រពឹសនេះបែរជាធ្លាក់កាន់តែខ្លាំងឡើងហើយផ្លូវភ្នំរអិលពិបាកដើរថែមទាំងមានខ្យល់ត្រជាក់ទៀតអស់ជំរឿបងប្រុសអភិជនត្រូវចូលជ្រកភ្លៀងក្នុងផ្ទះបាយសិនជាលទ្ធផលពេលងើបមុខឡើងមើលផ្ទះបាយក៏ត្រូវភ្លៀងធ្លាក់ខ្លាំងនេះធ្វើឲ្យស្រុតចុះយ៉ាងច្រើនសូម្បីតែទឹកភ្លៀងក៏ធ្លាក់ចូលក្នុងចង្ក្រានដែរពិតជាចំពេលផ្ទះលេខហើយប៉ះភ្លៀងធ្លាក់ពេញមួយយប់មែនបងប្រុសអភិជនដែលមិនខ្លាចអ្វីទាំងអស់ពេលនេះកំពុងសម្លឹងមើលពុកចុះអាប់អិតឈប់ឈរនៅខាងក្រៅមានអារម្មណ៍ថាហាក់ដូចជាភ្លេចធ្វើរឿងអ្វីមួយគិតមួយសន្ទុះធំទើបនឹកឃើញភ្លាមថាមាន់ប្រៃដែលរៀបចំបង្កាត់ពូជតាំងពីព្រឹកនៅទីនោះនៅឡើយគាត់ក៏ប្រញាប់រត់កាត់ភ្លៀងទៅទីនោះភ្លាមឃើញមាន់ប្រៃទាំងពីរត្រូវភ្លៀងធ្លាក់ទឹកជោកអស់ទៅហើយរោមសាមស្អិតជាប់នឹងខ្លួនបងប្រុសអភិជនប្រញាប់ស្រែកខ្សែចងពួកវាចេញតែក៏មិនភ្លេចបង្ហាញឲ្យយើងមើលពីទស្សនវិជ្ជាទឹកជោកនេះដែរបង្ហាញថាមាន់ប្រៃពិតជាមានកាយសម្បទារឹងមាំមែនទោះបីជាត្រូវភ្លៀងធ្លាក់ខ្លាំងក៏នៅតែមានកម្លាំងពេញលេញដែរពេលនេះមិនបាច់និយាយច្រើនទេមាន់ប្រៃទាំងពីរនេះច្បាស់ជាជេរយ៉ាងចាស់ដែរហើយសំណាងល្អដែលបងប្រុសអភិជនស្ដាប់មិនបានបើមិនអញ្ចឹងទេច្បាស់ជាខ្លាចជាម្ហូបរបស់គាត់បាត់ទៅហើយពេលវេលាកន្លងផុតទៅបន្តិចម្ដងភ្លៀងរដូវការីដ៏រំខាននេះនៅតែមិនទាន់រងនៅឡើយ
មួយយកកន្លងផុតទៅយ៉ាងលឿនបងប្រុសអភិជនក៏ប្រញាប់ទៅមើលសម្បុកមន់ភ្លាមដើម្បីពិនិត្យមើលស្ថានភាពពេលបើកទ្វារភ្លាមពួកមន់ព្រៃក៏នាំគ្នារត់ចេញមកទាំងអស់ដឹងថាពួកវាច្បាស់ជាឃ្លានខ្លាំងហើយប្រញាប់ឲ្យចំណីម្សៅពោតកាលពីម្សិលមិញទៅពួកវាហើយក្នុងអំឡុងពេលឲ្យចំណីនេះមន់គប់មួយក្បាលនោះមើលទៅហាក់បីដូចជាមិនសូវស្រួលសោះមិនត្រឹមតែមិនដណ្ដើមចំណីស៊ីថែមទាំងរត់ទៅពួននៅឆ្ងាយទៀតគិតទៅយប់មិញប្រហែលជាហត់នឿយខ្លាំងហើយនេះក៏មិនចម្លែកទេព្រោះក្នុងហ្វូងមន់នេះមានតែមន់គប់មួយក្បាលនេះឯងហត់នឿយក៏ជារឿងសមហេតុផលឲ្យចំណីមន់ព្រៃរួចបងប្រុសអភិជនក៏ងាកទៅបន្តការងារសាងសង់ធ្នើរដាក់អស់ម្ដងទៀតគាត់កាត់ឫស្សីជាបន្ទះវែងស្មើគ្នាជាមុនសិនដាក់ខ្វែងគ្នាទៅមកក្រាលឲ្យមានរបៀបរៀបរយនៅលើកំពូលធ្នើរសាងសង់ជារចនាសម្ព័ន្ធមូលដ្ឋានរបស់ដំបូលបន្ទាប់មកប្រើបន្ទះឫស្សីដែលទន់ស្វិតចងបន្ទះឫស្សីជាប់គ្នាយ៉ាងរឹងមាំដើម្បីធានាថាដំបូលនេះរឹងមាំនិងធន់ប្រើបានយូរបន្ទាប់មកគាត់យកស្លឹកត្នោតដែលប្រមូលបានមកក្រាលត្រួតលើគ្នានៅលើធ្នើរឫស្សីក្រាស់និងចិត្តល្អធ្វើបែបនេះទោះបីជាជូបខ្យល់ព្យុះភ្លៀងខ្លាំងទៀតធ្នើរដាក់អុសនេះក៏អាចការពារអុសឲ្យនៅស្ងួតបានយ៉ាងល្អមកដល់ពេលនេះឈើសម្រាប់ដុតទីបំផុតក៏មានកន្លែងទុកដាក់ផ្ទាល់ខ្លួនហើយចុងក្រោយបោះសម្អាតកម្រាលដីម្ដងទៀតទោះបីជាទាំងអស់នេះជាសម្រាមដែលពួកយើងធម្មតាមិនត្រូវការប៉ុន្តែក្នុងភ្នែកបងប្រុសអភិជនវាគឺជារបស់មានតម្លៃត្រូវបានគាត់យកទៅកូរទុកក្នុងសួនបន្លែក្រោយផ្ទះទាំងអស់ដើម្បីរងចាំវាពុកផុយនឹងធ្វើការបង្កាត់ដោយធម្មជាតិវានឹងក្លាយជាជីសរីរាង្គធម្មជាតិសម្រាប់ចិញ្ចឹមបន្លែកូនបន្លែក៏នឹងលូតលាស់បានយ៉ាងលឿននិងធំធាត់បន្ទាប់មកបងប្រុសអភិជនកូនមន់ចំនួនទី1របស់គាត់នឹងញ៉ាស់ចេញមកហើយមើលទៅទីធ្លាតូចនៅលើភ្នំដ៏ស្ងប់ស្ងាត់នេះនឹងមានភាពអ៊ូអរនិងក្តីសង្ឃឹមស្រស់បំព្រងមួយកម្រិតទៀតហើយប៉ុន្មានខែនេះកូនមន់ទាំងនេះទីបំផុតក៏ញ៉ាស់ចេញពីសម្បោះហើយរាប់មើលទៅមានប្រហែលជាង10ក្បាលទោះបីជានេះជារឿងធម្មតាប៉ុន្តែសម្រាប់បងប្រុសអភិជនវាគឺជារឿងកម្រមានណាស់ដោយគិតថាកូនមន់អាចនឹងរងរបួសក៏បានរៀបចំមជ្ឈមណ្ឌលថែទាំកូនតូចមួយឲ្យពួកវាជាពិសេសនៅពេលប្រឈមមុខនឹងកូនមន់រោមទន់ទាំងនេះបងប្រុសអភិជនពិតជាស្រឡាញ់ចេញពីបេះដូងយកអង្ករដែលសំបីតែខ្លួនឯងក៏មិនដាច់ចិត្តហូបមកទទួលភ្ញៀវមិនត្រឹមតែមានអង្ករទេថែមទាំងមានម្សៅពោតម្សៅដំឡូងមីរៀបចំយ៉ាងពេញទំហឹងទុកឲ្យពួកវាជ្រើសរើសតាមចិត្តព្រោះកូនមន់មួយហ្វូងនេះថ្ងៃក្រោយនៅត្រូវផ្ដល់ប្រយោជន៍ដល់ជីវិតក្នុងព្រៃរបស់គាត់ទៀតមិនអាចធ្វើឲ្យពួកវាអាក់អន់ចិត្តបានទេបន្ទាប់មកក៏រៀបចំស្នូកទឹកមួយនៅក្នុងផ្ទះបាយទៀតការថែទាំយ៉ាងយកចិត្តទុកដាក់នេះនិយាយថាគាត់ចិញ្ចឹមហ្វូងសត្វហង្សក៏មិនខុសដែរគិតថាមិនទាន់គ្រប់គ្រាន់ក៏ទៅកាប់ដាំចេកមួយបាច់នៅចិត្តនោះដើម្បីបន្ថែមវីតាមីនពិតមែនហើយបរិះដែលធ្វើជាឪពុកលើកដំបូងតែងតែមានការអត់ធ្មត់ខ្ពស់ជាការពិតណាស់ក៏មិនអាចភ្លេចមន់គោកដ៏ឧស្សាហ៍នេះដែរគាត់គឺជាអ្នកមានគុណធំនៅទីនេះនៅពេលដែលកូនតូចក្នុងកសិដ្ឋានកើនឡើងកាន់តែច្រើនបញ្ហាស្បៀងអាហារក៏ក្លាយជារឿងបន្ទាន់ដោយធម្មជាតិបងប្រុសអភិជនប្រញាប់យកកាំបិតរន្ទះទៅសម្អាតស្មៅព្រៃនៅក្នុងដីហើយរាល់ពេលកាប់ម្ដងសុទ្ធតែមានអំណាចដ៏អស្ចារ្យគ្មានភាពរារែកសូម្បីតែបន្តិចត្រឹមមួយប៉ព្រិចភ្នែកក៏សម្អាតតំបន់នោះបានយ៉ាងស្អាតបាតបន្ទាប់មកប្រើចុកាប់រន្ទះដើម្បីកាប់ត្រឡប់ដីមាត់ព្រែក៏តាមពីក្រោយយ៉ាងជាប់ស៊ីសត្វល្អិតចង្រៃនៅក្នុងដីមានជន្លេនចេញមកបងប្រុសអភិជនក៏រើសដាក់ចូលក្នុងកន្ត្រកភ្លាមទុកឲ្យកូនមន់ញ៉ាំជាសាច់ហើយក៏ឲ្យពួកវាបានភ្លក់រសជាតិកំពូលពីធម្មជាតិដ៏ឈ្ងុយឆ្ងាញ់ការកាប់ដីនេះចំណាយពេលមួយព្រឹកពេញទោះបីជាញើសហូរជោគខ្លួនតែបងប្រុសអភិជននៅតែមិនសម្រាកទុយទៅវិញធ្វើឲ្យជាប់កាប់រន្ទះក្នុងដៃគាត់កាន់តែសកម្មមន់គប់នៅលើដើមឈើឃើញទស្សនវិជ្ជានេះក៏សរសើរពីការស៊ូទ្រាំរបស់គាត់ដោយស្មោះហ្វូងត្រីក៏មកប្រមូលផ្ដុំគ្នាផ្ដល់កម្លាំងចិត្តឲ្យគាត់ដែររហូតដល់ដីទំនេរមួយកន្លែងនេះត្រូវបានប្រែក្លាយជារូបរាងថ្មីទើបបងប្រុសអភិជនយល់ព្រមសម្រាប់បន្តិចបន្ទាប់មកយកជន្លេងទៅឲ្យកូនមន់ញ៉ាំមើលកូនតូចទាំងនោះញ៉ាំយ៉ាងសប្បាយទោះបីជាខ្លួនឯងលំបាកហត់នឿយប៉ុណ្ណាក៏គិតថាសមរម្យដែរដោយពិចារណាថាពេលដាំដំណាំថ្មីអាចនឹងត្រូវមន់ព្រៃបំផ្លាញបងប្រុសអភិជនក៏យកកាំបិតរន្ទះមកសម្លៀងឲ្យមកត្រៀមទៅប្រមូលឫស្សីពីភ្នំខាងក្រោយមកធ្វើរបងមួយផ្ដាច់សួនបន្លែនិងហ្វូងមន់ឲ្យដាច់ពីគ្នាទាំងស្រុងកុំមើលតែគាត់ដើរជើងទេមិនពាក់ស្បែកជើងតែការដើរលើផ្លូវភ្នំនេះហាក់ដូចជាដើរលើដីរាបស្មើអញ្ចឹងប៉ុន្តែទស្សនិកជនដែលកំពុងទស្សនាគុំធ្វើតាមឲ្យសោះណានេះគឺជាទីតាំងប្រមូលឫស្សីរបស់បងប្រុសអភិជនមានពូជច្រើនហើយចំនួនក៏ច្រើនពួកយើងប្រកាសជាត្រូវជ្រើសរើសមួយចំនួនឫស្សីដែលមានគុណភាពល្អយកមកធ្វើជាសម្ភារៈណាមិញឆ្នាំក្រោយក៏នៅមានទំពាំងដុសចេញមកទៀតប្រើមិនអស់ទេបន្ទាប់ពីប្រឹងប្រែងអស់កន្លះថ្ងៃបងប្រុសអភិជនទីបំផុតក៏ប្រមូលបានសម្ភារៈដែលត្រូវការមួយដើមទម្ងន់រាប់សិបគីឡូមួយបាច់គឺរាប់រយគីឡូគិតទៅអ្នកទាំងអស់គ្នានៅទីនេះប្រកាសជាអាចធ្វើបានដូចគ្នាបន្ទាប់ពីងូតទឹកសម្រាប់បានមួយយប់ព្រឹកថ្ងៃបន្ទាប់បងប្រុសអភិជនញ៉ាំអាហារពេលព្រឹកយ៉ាងសាមញ្ញក៏ចាប់ផ្ដើមចូលរួមក្នុងការធ្វើរបងភ្លាមគាត់ពុះឫស្សីជាបន្ទះតូចមានរបៀបរៀបរយជាមុនសិនចិត្តចុងខាងក្រោមឲ្យស្រួចដើម្បីងាយស្រួលដោតចូលដីបន្ទាប់មកចាប់ផ្ដើមធ្វើបន្ទះឫស្សីសម្រាប់របងផ្ទៃត្រង់នេះគ្រាន់តែពុះឫស្សីជាពីរនិងវាកំទេចថ្នាំកណ្ដាលចេញក៏អាចដំឡើងរបងបានយ៉ាងមានប្រសិទ្ធភាពក្នុងពេលកំពុងដោតនោះគាត់បានជ្រើសរើសវិធីចងឆ្លាស់គ្នាផ្ទៃមុខនិងក្រោយធ្វើបែបនេះចំណុចទទួលកម្លាំងអាចស្មើគ្នានិងមិនងាយដួលទាំងស្អាតនិងមានរបៀបនេះជាស្នាដៃសិល្បៈច្បាស់ណាស់តែទើបតែសាងសង់រួចមេមន់ចាស់មួយក្បាលក៏ហោះឡើងទៅខាងលើបាតធ្វើឲ្យខកបំណងទាំងស្រុងខំធ្វើឥតប្រយោជន៍បងប្រុសអភិជននឹកឃើញគំនិតមួយក៏បន្ថែមបន្ទះឫស្សីរាងសំណាញ់មួយជាន់ទៀតពីលើតែមានកម្ពស់ជាង1ម៉ែត្រឯណោះខណៈពេលកំពុងធ្វើការយ៉ាងខ្លាំងក្លាមេមន់ដ៏រពឹសនេះបែរជានាំកូនមកសួរសុខទុក្ខឪពុកចាស់ទៅវិញកូនមន់មួយក្បាលដោយអចេតនាក៏ធ្លាក់ចូលទៅក្នុងស្រះត្រីបងប្រុសអភិជនឃើញទស្សនវិជ្ជានេះប្រញាប់រត់មកសង្គ្រោះបន្ទាន់ភ្លាមនេះគឺជាក្តីសង្ឃឹមនាពេលអនាគតរបស់គាត់មិនអាចឲ្យបាត់បង់ជីវិតបែបនេះទេប្រញាប់បីវារត់ចូលក្នុងផ្ទះបាយប្រើភ្លើងធំអាំងវាសិនបងប្រុសអភិជនមើលរូបរាងចិត្តអស់ដង្ហើមរបស់វាពោពេញដោយក្តីអាណិតចង់តែធ្វើការសង្គ្រោះផ្លូវដង្ហើមភ្លាមនៅពេលដែលរោមត្រូវបានអាំងស្ងួតបន្តិចម្ដងកូនមន់ក៏ចាប់ផ្ដើមដឹងខ្លួនឡើងវិញបន្តិចម្ដងស្រែកយំមិនឈប់គិតទៅច្បាស់ជាឃ្លានហើយប្រញាប់រយចំណីបន្តិចទុកជាការលើកទឹកចិត្តកូនមន់ដែលរួចផុតពីសេចក្តីស្លាប់នេះមេមន់នៅក្បែរនោះក៏ភ័យឡើងគាំងឈរស្ងៀមនៅនឹងកន្លែងហាក់ដូចជាមិនដឹងត្រូវធ្វើអ្វីដោះស្រាយបញ្ហាចៃដន្យនេះរួចបងប្រុសអភិជនក៏បន្តធ្វើការងារដោយគិតដល់ភាពងាយស្រួលក្នុងការចិញ្ចោគាត់បានទុកទ្វារមួយនៅចំកណ្ដាលរបងថែមទាំងបានដំឡើងសោទ្វារវើទាំងលយទាំងមានប្រយោជន៍បន្ទាប់មកបងប្រុសអភិជននឹងសម្រេចចិត្តបោះសម្អាតមែកឈើនិងស្លឹកឈើងាប់នៅមុខទ្វារទោះបីជារស់នៅម្នាក់ឯងក៏ដោយតែក៏ត្រូវរក្សាទម្លាប់រស់នៅល្អដែរចំណែកស្លឹកឈើដែលបោះបានគាត់ចាក់វានៅក្រោមដើមចេកដែលដាំកាលពីម្សិលមិញរងចាំពេលវាពុកផុយវានឹងក្លាយជាជីសរីរាង្គធម្មជាតិផ្ដល់សារធាតុចិញ្ចឹមដល់ដើមចេកទាំងបានដោះស្រាយសម្រាមនិងបានបង្កើតវដ្តអេកូឡូស៊ីផងចំណេញទាំងសងខាងបន្ទាប់មកគាត់យកស្លឹកត្នោតម៉ប់ដែលរុះរើពី
ពីដំបូលកាលពីមុនបកក្រាននៅលើដីទំនេរអុចភ្លើងមួយអណ្ដាតភ្លើងក៏ឆេះឡើងភ្លាមសំឡេងផ្ទុះភងផាំងបន្លឺឡើងពេញជ្រលងភ្នំភ្លើងកាន់តែឆេះកាន់តែខ្លាំងរហូតដល់ឆេះចិញ្ចើមបងប្រុសអភិជនត្រូវឡើងលើដំបូលដើម្បីគេចពីកម្ដៅសម្លឹងចុះមកមើលអណ្ដាតភ្លើងលេបត្របាក់ស្លឹកឈើងាប់ទាំងនោះក្រសែភ្នែកពោពេញដោយភាពរីករាយតែពេលភ្លើងចាប់ផ្ដើមខ្សោយគាត់ក៏ទាញកាំបិតកាប់សម្អាតកូនឈើតូចនៅទីនេះចោលទាំងអស់សម្រាប់ចិត្តយកតំបន់នេះធ្វើជាសួនច្បារក្រោយផ្ទះរបស់ខ្លួនដាំបន្លែខ្លះសម្រាប់ចូលឆ្នាំថ្មីត្រៀមទុកជាមុននៅក្នុងអំឡុងពេលកាប់ដើមឈើគាត់ក៏ឆ្លៀតធ្វើជើងទំពីដើមឈើចំនួន2ផងដែរទាំងនេះសុទ្ធតែជាផ្ទះបាយរបស់បងប្រុសអភិជនដែលសាងសង់ដោយចៃដន្យឲ្យកាលពីមុនឆ្លងកាត់ខ្យល់និងភ្លៀងប៉ុន្មានឆ្នាំនេះពេលនេះវាចាប់ផ្ដើមទ្រុឌទ្រោមបាត់ទៅហើយដើម្បីសុវត្ថិភាពគាត់ក៏យកដើមឈើធំទាំងពីរនេះមកទល់គាំទ្រដំបូលនេះសិនយ៉ាងហោចណាស់ត្រូវរងចាំដល់រដូវផ្ការីឆ្នាំក្រោយទើបអាចចាប់ផ្ដើមកែលម្អបានរវល់ចប់កិច្ចការទាំងនេះបងប្រុសអភិជនក៏ទៅសម្អាតស្មៅនៅមាត់ស្រះត្រីម្ដងទៀតយ៉ាងណាមិញឆ្នាំថ្មីត្រូវមានអ្វីថ្មីដីទំនេរតូចខាងក្រោមក៏មិនអាចរំលងបានដែរព្រោះគាត់ត្រូវរៀបចំផែនការធ្វើទីតាំងដាំផ្លែឈើនៅទីនេះនេះគឺជាការរៀបចំផែនការសម្រាប់ជីវិតទៅថ្ងៃអនាគតការកាប់ដើមឈើសម្រាប់គាត់គឺជំនាញទម្លាប់ទៅហើយកាលពីមុនកាប់ដើមឈើធំដូចជាលោកយករបស់ពីក្នុងហោប៉ៅពេលនេះកូនឈើតូចទាំងនេះគឺគ្រាន់តែជារបស់កំពេចកំប៉ុកប៉ុណ្ណោះគ្រាន់តែកាប់ចុះឡើងកូនឈើក៏ដួលរំអស់ថែមទាំងមានអារម្មណ៍ថាមិនទាន់អស់ចិត្តទៀតផងតែខ្លួនគាត់ក៏គ្រវីកាំបិតកាប់មែកឈើនិងស្លឹកដែលនៅសល់ចោលទៀតទុកនៅកន្លែងដាំធ្វើជាជីបៃតងចំណែកឯប្រភេទដើមឈើរាងធំបន្តិចសែងត្រឡប់ទៅវិញទុកប្រើប្រាស់នៅពេលក្រោយដើមតូចក៏ប្រមូលទុកសម្រាប់យកទៅដុតធ្វើម្ហូបបន្ទាប់ពីខិតខំប្រឹងប្រែងអស់រយៈពេល2ម៉ោងកន្លះទីបំផុតបងប្រុសអភិជនក៏កាប់ដើមឈើនៅទីនេះស្អាតអស់ហើយបន្ទាប់មកគាត់អង្គុយសម្រាកនៅនឹងកន្លែងមួយសន្ទុះសម្លឹងមើលទិដ្ឋភាពនៅចំពោះមុខហាក់បីដូចជាកំពុងស្រមៃពីរូបរាងនៅថ្ងៃអនាគតទិដ្ឋភាពនោះច្បាស់ជាអស្ចារ្យនិងមានក្តីសុខណាស់បន្ទាប់ពីសម្រាកមួយសន្ទុះគាត់ក៏ងាកមកទីធ្លាដែលទើបតែដុតកាលពីមុនហេះនៅទីនេះគឺជារបស់មានតម្លៃសម្បូរដោយសារធាតុប៉ូតាស្យូមគឺជាជីធម្មជាតិដែលមានគុណភាពល្អទាំងអាចជំរុញការដុះពន្លករបស់គ្រាប់ពូជនិងជួយបង្កើនភាពធន់គ្រាន់តែឃើញគាត់យកគ្រាប់ពូជបន្លែដែលរក្សាទុកជាយូរមកហើយយ៉ាងប្រុងប្រយ័ត្នចេញមកសាប់ព្រោះស្មើគ្នានៅលើដីគ្រាប់ពូជទាំងនេះគឺជាគ្រាប់ពូជដែលគាត់ប្រមូលទុកយ៉ាងយកចិត្តទុកដាក់ពេលនៅទីការថ្នមតែមើងម៉ាត់ហាក់ដូចជាកំពុងសាប់ព្រោះក្តីសង្ឃឹមម្ដងមួយបន្ទាប់មកដើរតម្រង់ទៅភ្នំខាងក្រោយរកមើលចំការចេកមួយកន្លែងទាំងអស់នេះសុទ្ធតែជាចេកព្រៃគ្មានអ្នកណាខ្វល់ជាទូទៅវាលែងមានផ្លែហើយបងប្រុសអភិជនក៏កាត់វាយកទៅទាំងអស់យកមកដាំនៅទីធ្លាដែលទើបនឹងកាប់សម្អាតថ្មីទាំងអស់ទីនេះមានទឹកគ្រប់គ្រាន់និងពន្លឺព្រះអាទិត្យពេញលេញពិតជាបរិស្ថានដ៏ល្អឥតខ្ចោះសម្រាប់ការលូតលាស់របស់ដើមចេកឆ្នាំក្រោយប្រកាសជាមានផ្លែពេញដើមមិនខានមើលពីមុំនេះពួកយើងប្រកាសជាដឹងហើយថាទីនេះនៅថ្ងៃអនាគតនឹងអស្ចារ្យប៉ុណ្ណាគាត់បណ្ដាដាំបណ្ដារៀបចំផែនការដាំនៅមាត់ស្រះ2 3ដើមឆ្លាស់គ្នាយ៉ាងមានរបៀបរៀបរយស្លឹកពណ៌បៃតងស្រស់រេតាមខ្យល់ក៏បន្ថែមពណ៌សំប៉ែតមួយបែបទៀតសម្រាប់ស្រះត្រីផងដែរដោយសារតែរដូវនេះស័ក្តិសមសម្រាប់ការដាំដុះដីធូរហើយសីតុណ្ហភាពក៏សមរម្យថ្ងៃស្អែកបងប្រុសអភិជននឹងបន្តដាំខ្នុរល្ហុងល្ពៅនិងផ្លែឈើបន្លែផ្សេងទៀតដើម្បីធ្វើឲ្យស្ថានទាំងមូលពោពេញទៅដោយភាពផ្អែមល្ហែមគ្រាប់ពូជបន្លែដែលសាប់ព្រោះកាលពីប៉ុន្មានថ្ងៃមុនពេលនេះបានដុះពន្លកចេញមកហើយពេលឃើញកូនបន្លែទាំងនេះក៏ធ្វើឲ្យគាត់មានទំនុកចិត្តមួយកម្រិតទៀតត្រឡប់មកផ្ទះបាយវិញនៅត្រូវពិនិត្យមើលមេមន់ម្ដងទៀតមើលថាតើមានកំពុងខិតខំពងឲ្យគាត់ដែរឬទេព្រោះបងប្រុសអភិជនមិនបានហូបរបស់ដែលមានជីវជាតិយូរណាស់មកហើយគាត់រាល់ថ្ងៃបើមិនហូបបបរក៏ហូបបបរដំឡូងមីដែរបន្ទាប់ពីញ៉ាំអាហារពេលព្រឹករួចក៏ឆ្លៀតអាំងភ្លើងបន្តិចទោះបីជាគាត់មានការការពារពិសេសក៏ដោយតែការធ្លាក់ចុះសីតុណ្ហភាពជាប់គ្នាក៏មិនបានជៀសផុតពីការមានអារម្មណ៍មិនសូវស្រួលបន្តិចបន្តួចដែរពេលព្រះអាទិត្យរះចេញពីកំពូលភ្នំគាត់ក៏ចេញទៅចំការចាប់ផ្ដើមការងារយ៉ាងមីញឹកផ្លែក្រូចព្រៃប្រភេទនេះគឺជារបស់ល្អមួយទាំងអាចហូបជាបន្លែព្រៃនិងអាចជួយបញ្ចុះកម្ដៅនិងបន្សាបជាតិពុលនៅពេលជួបវានៅក្នុងព្រៃស្មើនឹងរើបានថ្នាំបញ្ចុះកម្ដៅធម្មជាតិអញ្ចឹងបេះរួចក៏យកទៅហាលឲ្យស្ងួតនៅកន្លែងដែលមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ពេលជួបគ្រោះអាសន្នក៏អាចយកមកប្រើជាប្រយោជន៍បានបន្ទាប់មកប្រញាប់ទៅកាន់ទីតាំងបណ្ដុះកូនឈើហូបផ្លែពីមុនយ៉ាងលឿនពេលនេះខ្នុរនិងល្ហុងសុទ្ធតែបានដុះពន្លកចេញមកហើយពេលនេះដល់ពេលត្រូវបដូរទីកន្លែងឲ្យពួកវាហើយព្រោះបំពង់ឫស្សីតូចនេះពិតជាចង្អៀតណាស់ដូចជាពួកយើងពេលធំឡើងអញ្ចឹងក៏ត្រូវទៅទីកន្លែងថ្មីដើម្បីស៊ូជីវិតម្នាក់ឯងដែរឯកោតែពោពេញដោយក្តីសង្ឃឹមសំណាងល្អដែលមានបងប្រុសអភិជនជាឪពុករៀបចំឲ្យពួកវាយកពួកវាទាំងអស់ទៅដាំនៅក្បែរស្រះព្រោះតំបន់នេះមានដីមានជីវជាតិទឹកគ្រប់គ្រាន់គឺស័ក្តិសមបំផុតសម្រាប់ការលូតលាស់របស់ខ្នុរនិងល្ហុងពេលពួកវាធំឡើងជាដើមឈើធំស្រះត្រីនេះនឹងត្រូវបានហ៊ុំព័ទ្ធដោយដើមឈើបៃតងពេលខ្យល់បក់មកស្លឹកឈើនឹងបន្លឺសំឡេងលាន់ឬផ្ទៃទឹកចាំងពន្លឺភ្លេចឆ្លុះបញ្ចាំងពីស្រមោលដើមឈើបៃតងប្រកាសជាខ្លាចជាទីតាំងថតរូបលេងដ៏ពេញនិយមនៅក្នុងព្រៃមិនខានហើយដាំនៅទីនេះក៏ងាយស្រួលឲ្យបងប្រុសអភិជនមើលថែនិងបេះបរិភោគផងដែរបន្ទាប់ពីដាំរួចបងប្រុសអភិជនក៏អុំទូកលំហែកាយដ៏ប្រណិតរបស់គាត់យឺតតម្រង់ទៅត្រើយម្ខាងនៃស្រះត្រីឆ្លៀតពេលអាកាសធាតុល្អគាត់សម្រេចចិត្តសាងសង់រោងល្ពៅដ៏ធំមួយនៅទីនេះដើម្បីត្រៀមទុកជាចំណីដ៏សម្បូរបែបសម្រាប់កូនមាន់នៅពេលក្រោយដំបូងត្រូវចាត់ការតំបន់ដាំថ្មីនៅលើច្រាំងសិនពួកវាមិនត្រឹមតែលូតលាស់លឿនទេថែមទាំងរីកសាយភាយយ៉ាងលឿនទៀតរៀងរាល់មួយរយៈម្ដងបងប្រុសអភិជនត្រូវមកកាប់សម្អាតពួកវាម្ដងប៉ុន្តែដើមថ្មីទាំងនេះគាត់ក៏មានការប្រើប្រាស់ដ៏សំខាន់របស់វាដែរពេលហាលស្ងួតហើយនឹងយកវាទៅធ្វើជាខ្សែថ្មីចុងអីវ៉ាន់ធ្វើរោងគឺប្រើបានល្អជាងខ្សែទិញគេទៅទៀតយ៉ាងណាមិញនៅក្នុងព្រៃរាល់វត្ថុទាំងអស់មិនអាចខ្ជិះខ្ជីបានទេបន្ទាប់មករើសយកឈើដែលមានរូបរាងល្អពីរបីដើមមកធ្វើជាជើងទុំបន្ទាប់មកចិតចុងឲ្យស្រួចរួចដោតវាបញ្ចូលទៅក្នុងស្រះត្រីយ៉ាងខ្លាំងបើដោតមិនចូលទេគឺត្រូវប្រើញូមកវាបញ្ចូលហើយព្រោះរោងល្ពៅត្រូវទ្រទម្ងន់នៃដើមវេលីននិងផ្លែរបស់វាដូច្នេះជើងទុំត្រូវតែរឹងមាំមិនអាចធ្វើប្រហែសបានទេសូម្បីបន្តិចដើម្បីឲ្យជើងទម្រដតបានកាន់តែរឹងមាំបងប្រុសអភិជនក៏ទៅត្រង់ទ្វារទឹកដើម្បីបើកបង្ហូរទឹកចេញតែម្ដងឆ្លៀតពេលកំពុងបង្ហូរទឹកនេះគាត់ក៏ដោតឈើនៅលើច្រាំងឲ្យជាប់រឹងមាំជាមុនសិនមើលមួយផ្លែតមានប្រហែល7 ទៅ 8ដើមតម្រៀបគ្នាស្មើដោយមានចន្លោះ2ម៉ែត្រពីគ្នាគម្រោងធំនេះលយឬមិនលយខ្ញុំមិនដឹងទេយ៉ាងណាក៏ដោយនេះជាលើកទី1ហើយដែលខ្ញុំបានឃើញចាំដំណឹងនៅទីនេះរួចរាល់ទឹកក្នុងស្រះក៏បង្ហូរចេញចិត្តអស់ដែរបងប្រុសអភិជនក៏យកឈើដែលចិត្តស្រួចហើយមកដោតចូលម្ដងមួយបន្ទាប់មកតម្រឹមឲ្យស្មើជាមួយឈើនៅលើច្រាំងបន្ទាប់មកអាចប្រើបន្ទះឫស្សីដើម្បីចងភ្ជាប់ដំណើរការនេះមើលទៅហាក់ដូចជាងាយស្រួលតែការពិតវាពិតជាសាកល្បងយ៉ាងខ្លាំងទល់ឲ្យភាពនឹងការផ្ដោតអារម្មណ៍របស់បុគ្គលម្នាក់ពេលចង់រួចជើងទម្រក៏ត្រូវបានយកឫស្សីដែលបានរៀបចំទុកមកសាងសង់ពីលើរោងល្ពៅដ៏គ្មានអ្វីប្រៀបផ្ទឹមបានមួយក៏ត្រូវបានលេចជារូបរាងឡើងហើយបើនៅសម័យបុរាណវិញនេះប្រកាសជារបស់គ្រួសារអ្នកមានស្តុកស្តម្ភមិនខាន
បើសេមិនគ្រប់ទេក៏ឡើងភ្នំទៅកាប់ទៀតយ៉ាងណាមិញធនធាននៅលើភ្នំខាងក្រោយសុទ្ធតែជារបស់បងប្រុសអភិជនពួកយើងចង់បានប៉ុន្មានកាប់ប៉ុណ្ណឹងឆ្នាំក្រោយប្រហែលជានឹងដុះចេញមកកាន់តែច្រើនទៀតផងខណៈពេលដែលគាត់ប្រញាប់ត្រឡប់ទៅវិញនោះស្រាប់តែមេឃចាប់ផ្ដើមមានពុកខ្មៅងើតបងប្រុសអភិជនក៏ប្រញាប់ដើរឲ្យលឿនដើម្បីត្រឡប់ទៅវិញតែពេលសែងមកដល់កន្លែងស្នាក់នៅភ្លៀងនៅតែធ្លាក់យ៉ាងខ្លាំងដដែលប៉ុន្តែសម្រាប់អភិជនព្រៃរូបនេះរឿងតូចតាចប៉ុណ្ណេះគឺមិនចាំបាច់ខ្វល់ខ្វាយតតែសោះគាត់សុខចិត្តហើរភ្លៀងខ្លាំងដើម្បីបន្តធ្វើការងារទៀតទោះបីជាទឹកភ្លៀងធ្វើឲ្យសម្លៀកបំពាក់គាត់សាមជុកក៏ដោយក្រសែភ្នែករបស់គាត់នៅតែមឹងម៉ាត់ចុងណាដៃរបស់គាត់ក៏មិនបានថយល្បឿនសូម្បីតែបន្តិចនៅពេលនេះទើបខ្ញុំពិតជាយល់ថាមនុស្សដែលខិតខំប្រឹងប្រែងគឺតែងតែមិនខ្លាចខ្យល់មិនខ្លាចភ្លៀងដោយមិនដឹងខ្លួនមេឃក៏ចាប់ផ្ដើមងឹតបន្តិចម្ដងភាពងឹតគ្រប់ដណ្ដប់លើព្រៃភ្នំទីបំផុតបងប្រុសអភិជនក៏បានបំពេញការងារថ្ងៃនេះទាំងអស់រួចរាល់គាត់អូសរាងកាយដ៏ហត់នឿយត្រឡប់មកកន្លែងស្នាក់នៅវិញក៏ចាប់ផ្ដើមបង្កាត់ភ្លើងធ្វើម្ហូបភ្លាមរវល់ពេញមួយថ្ងៃគាត់ច្បាស់ជាឃ្លានតតែពុះតង់ក្នុងទៅហើយឆ្លៀតពេលកំពុងរងចាំឆ្អិនគាត់អង្គុយនៅក្បែរគំនរភ្លើងដើម្បីពិនិត្យមើលបាតជើងរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ពេញមួយថ្ងៃសែងឈើដើរជន់ដីភក់និងហើរភ្លៀងធ្វើការងារជើងតូចនេះបានប្រឡាក់ពីពេញដោយដីភក់ទៅហើយថែមទាំងមានស្នាមមុតរលត់ស្រាលប៉ុន្មានកន្លែងទៀតតែគាត់បែរជាមិនខ្វល់សូម្បីតែបន្តិចមិនយូរប៉ុន្មានបាយដាំមួយឆ្នាំងដ៏ឈ្ងុយឆ្ងាញ់ក៏ឆ្អិននេះគឺជាស្រូវដែលគាត់ដាំដោយផ្ទាល់ដៃហូបទៅមានរសជាតិឈ្ងុយផ្អែមខុសពីធម្មតាដើម្បីជាការលើកទឹកចិត្តដល់ខ្លួនឯងដែលបានខិតខំប្រឹងប្រែងថ្ងៃនេះបងប្រុសអភិជនសម្រាប់ចិត្តស្ទូចត្រីធំមួយក្បាលដើម្បីភ្លក់រសជាតិស្រស់ដោយសារតែគ្មានផ្លែសន្ទូចនៅក្នុងព្រៃភ្នំអញ្ចឹងគឺត្រូវធ្វើវាដោយខ្លួនឯងរឿងដំបូងដែលត្រូវធ្វើគឺត្រូវអុជធ្យូងក្នុងរោងជាង Dyson ប្រើស្នប់ភ្លុំខ្យល់ទីងភ្លុំយ៉ាងខ្លាំងដើម្បីឲ្យភ្លើងធ្យូងកាន់តែឆេះខ្លាំងឡើងដោយសារថ្ងៃនេះនឹងត្រូវហូបមួយពេលយ៉ាងឆ្ងាញ់ពិសាអញ្ចឹងអង្ករគឺពិតជាមិនអាចខ្វះបានទេដាក់ស្រូវចូលខ្លះទុកឲ្យម៉ាស៊ីនបុកបន្តិចម្ដងនៅទីនេះបន្ទាប់មកជ្រើសរើសយកដែកតូចមួយដើមដាក់ចូលក្នុងដើម្បីដុតកម្ដៅឲ្យរលាយនៅពេលដែលអណ្ដាតភ្លើងកំពុងឆាប់ឆេះយ៉ាងសន្ធោសន្ធៅដែកមួយដើមនេះមិនយូរប៉ុន្មានក៏ឡើងកម្ដៅដល់កម្រិតដែលទន់អាចដំបានដោយសារវាជាផ្លែសន្ទូចពិសេសសម្រាប់អភិជនព្រៃអញ្ចឹងការធ្វើគឺពិតជាមិនអាចលំបានទេត្រូវតែឆ្លងកាត់ការដុំជាច្រើនដងទើបអាចកម្ចាត់ភាពកខ្វក់នៅក្នុងនោះបានរហូតដល់ទទួលបានរូបរាងដែលស្ដាងតែរឹងមាំរឹងតែមានផ្លែថ្ពក់ធ្វើបែបនេះទើបស័ក្តិសមនឹងឋានៈស្ដេចព្រៃរបស់យើងរួមជាមួយសម្លេងដំយ៉ាងពីរោះនៃកំណាត់ឈើរូបរាងដើមនៃផ្លែសន្ទូចមួយក៏ត្រូវបានលេចជារូបរាងឡើងនៅទីនេះបន្ទាប់មកយកវាទៅដាក់ក្នុងឡលីម្ដងទៀតដើម្បីធ្វើការស្រោចទឹកធ្វើឲ្យវាចុះត្រជាក់យ៉ាងលឿនដើម្បីទទួលបានកម្រិតរឹងដែលចង់បានជំហានចុងក្រោយគឺការសម្លៀងវាឲ្យមុតគឺរួចរាល់ហើយបន្ទាប់ពីធ្វើផ្លែសន្ទូចរួចជំហានបន្ទាប់គឺត្រូវជ្រើសរើសដើមឫស្សីដែលស័ក្តិសមមួយដើមគាត់កាប់មែកឈើដែលលើសចេញយ៉ាងស្ទាត់ជំនាញចិត្តចុងខាងក្រោមឲ្យស្មើបន្ទាប់មកប្រើខ្សែថ្មីដែលធ្វើពីរោមជើងមកធ្វើជាសរសៃសន្ទូចចងជាប់យ៉ាងរឹងមាំនៅចុងដំបងឫស្សីរហូតមកដល់ពេលសន្ទូចធ្វើដោយដៃសុទ្ធសាធមួយក៏ត្រូវបានបង្កើតឡើងយ៉ាងល្អឥតខ្ចោះហើយខណៈពេលដែលបងប្រុសអភិជនកំពុងរៀបចំស្ទូចត្រីនោះគាត់ហាក់ដូចជាសម្លេងអ្វីម្យ៉ាងក៏ផ្ទៀងត្រចៀកស្ដាប់ដោយមិនដឹងខ្លួនមិនយូរប៉ុន្មានក៏រកឃើញទីដៅនៃសម្លេងនោះនៅពេលដែលកាមេរ៉ាថតចិត្តទៅបន្តិចម្ដងទើបដឹងថានៅលើដើមឈើមានសម្បុកឃ្មុំមួយកំពុងបន្លឺសម្លេងវងក្នុងនាមជាអភិជនព្រៃមុខម្ហូបដែលព្រះប្រទានឲ្យនេះគាត់ពិតជាមិនអាចរំលងបានទេមិនបាច់និយាយពីការចិញ្ចឹមឃ្មុំទេសម្រាប់គាត់នេះគឺជារឿងងាយស្រួលបំផុតគ្រាន់តែយកឧបករណ៍មកហើយក៏ឡើងទៅលើដើមឈើភ្លាមតែម្ដងត្រង់នេះត្រូវតែរំលឹកអ្នកទាំងអស់គ្នាផងដែរថាសកម្មភាពបែបនេះសូមគុំធ្វើតាមឲ្យសោះណាទោះបីជាបងប្រុសអភិជនរបស់យើងមានការការពារពិសេសក៏ដោយក៏នៅតែត្រូវឃ្មុំតិចរៀងឈឺចាប់បន្តិចដែររឹតតែមិនបាច់និយាយបើសិនជាមានការធ្លាស់ធ្លួយដួលរងរបួសវិញផលវិបាកគឺច្បាស់ជាមិនបាច់និយាយទេពេលចុះមកវិញបងប្រុសអភិជនក៏ប្រញាប់ស្រង់សត្វឃ្មុំតូចនៅក្នុងស្រះត្រីឡើងមកយ៉ាងលឿននេះគឺជាកម្មករបញ្ជូនរបស់គាត់នៅថ្ងៃអនាគតមិនដាច់ចិត្តឲ្យពួកវារងរបួសសូម្បីតែបន្តិចទេទោះបីជាពួកវាហោះមកតង់ពេញអាវតិចខ្លួនឯងក៏ដោយក៏ត្រូវដោះអាវចេញយ៉ាងប្រុងប្រយ័ត្នសន្សឹមដែរបន្ទាប់មកបងប្រុសអភិជនក៏ទៅយកធុងមួយមានបំណងប្រើប្រាស់ទំហំខាងក្នុងធុងដើម្បីធ្វើជាផ្ទះថ្មីសម្រាប់សត្វឃ្មុំគាត់បិទរន្ធប្រហោងដែលមិនចាំបាច់នៅផ្នែកខាងក្រោមសិនទុកតែផ្លូវចេញចូលមួយប៉ុណ្ណោះបន្ទាប់មកដាក់ស្តេចឃ្មុំចូលទៅក្នុងធុងនោះយ៉ាងថ្នមឲ្យតែស្តេចឃ្មុំនៅស្ងៀមហើយឃ្មុំកម្មករច្បាស់ជានឹងចូលមកតាមក្រោយជាមិនខានពេលពួកវាសាមជាមួយបរិស្ថានថ្មីហើយចាត់ទុកថាការចិញ្ចឹមបានជោគជ័យហើយរវល់ចប់រឿងសត្វឃ្មុំបងប្រុសអភិជនក៏យកដំបងសន្ទូចធ្វើដោយដៃមកកាន់ស្រះត្រីម្ដងទៀតបេះស្លឹកចេកស្រស់ពីរបីសន្លឹកដែលនៅជិតដៃចាត់ចែងវាបន្តិចបន្តួចក៏ក្លាយជានុយសន្ទូចដ៏ល្អឥតខ្ចោះមួយទៅហើយព្រោះកូនត្រីទាំងនេះស៊ីចំណីប្រភេទនេះរាល់ថ្ងៃពួកវាសាមទៅហើយដូច្នេះមិនចាំបាច់ព្រួយបារម្ភថាមិនអាចស្ទូចបានទេរួមជាមួយសំឡេងតន្ត្រីកំដរផ្ទៃខាងក្រោយបែបព្រៃផ្សៃបន្លឺឡើងត្រីដែលដេកលក់យ៉ាងយូរនៅក្នុងស្រះស្មានតែឪពុករបស់ពួកវាយកចំណីមកឲ្យទៀតហើយក៏នាំគ្នាងើបឡើងមកលើផ្ទៃទឹកទាំងអស់នឹកស្មានមិនដល់ថាថ្ងៃនេះបងប្រុសអភិជនប្រើវិធីសាស្ត្រឲ្យអត់ឃ្លានមេត្រីទម្ងន់6គីឡូមួយក្បាលទប់ទល់នឹងការលួងលោមមិនបានក៏ត្រូវគាត់ស្ទូចបានឡើងមកយ៉ាងប្រងើយចំណែកឯស្រូវនៅទីនេះតាមរយៈការបុករបស់ម៉ាស៊ីនបុកស្រូវទឹកក៏បានក្លាយជាអង្ករស្ក្បោះទៅហើយពេលបងប្រុសអភិជនធ្វើត្រីធំនេះស្អាតរួចមេឃក៏ចាប់ផ្ដើមងឹតបន្តិចម្ដងក្លិនឈ្ងុយនៃភាពឆ្ងាញ់ធ្វើឲ្យមាត់គាត់ហូរទឹកមាត់ធ្វើឲ្យក្រពះគាត់ឆ្អែតតឹងស្រួយវាមានប្រូតេអ៊ីនច្រើនជាងសាច់គោ4ទៅ5ដងឯណោះញ៉ាំឆ្អែតហើយថ្ងៃស្អែកបន្តធ្វើការទៀតដើម្បីឲ្យជីវិតរស់នៅក្នុងព្រៃកាន់តែមានរសជាតិបងប្រុសអភិជនថែមទាំងទៅប្រមូលក៏សេផលផ្សេងយកមកដាំទៀតផងក្នុងនោះរួមមានដំឡូងមីល្ពៅដំឡូងជ្វាពោតជាដើមដើម្បីដោះស្រាយទាំងស្រុងនៅក្នុងព្រៃនៅបញ្ហាម្ហូបអាហារដោយការដាំដុះខ្លួនឯងប៉ុន្តែអ្វីដែលនឹកស្មានមិនដល់បំផុតនោះគឺគាត់ថែមទាំងបានជួបដាំកបាសមួយដាំទៀតនេះគឺជារបស់កម្រដែលពិបាកនឹងរកបានណាស់ពេលបេះយកមកវិញហើយក៏យកគ្រាប់កបាសតូចពណ៌ខ្មៅនៅខាងក្នុងនោះមកដាំឆ្លងកាត់ការបណ្ដុះជាច្រើនដងអស់រយៈពេលប្រហែលឆ្នាំតាមរយៈការសាបព្រោះនិងបង្កាត់ពូជពេលនេះបងប្រុសអភិជនបានប្រមូលកបាសបានជាច្រើនកន្ត្រកទៅហើយជាការពិតណាស់ទាំងនេះសុទ្ធតែជាលទ្ធផលនៃការខិតខំដាំដុះនិងទទួលបានផលឆ្លើយតបដើម្បីឲ្យខ្លួនឯងមានផ្ទះដ៏កក់ក្ដៅមួយថ្ងៃនេះបងប្រុសអភិជនសម្រេចចិត្តបង្កើតម៉ាស៊ីនបំបែកកបាសបែបបុរាណមួយដែលនេះក៏ជាការត្រៀមរៀបចំទុកជាមុនសម្រាប់ការធ្វើភួយនិងសម្លៀកបំពាក់នៅពេលក្រោយផងដែរប៉ុន្តែមុនពេលធ្វើរឿងនេះបងប្រុសអភិជនត្រូវទៅឲ្យចំណីត្រីសិនព្រោះទាំងនេះគឺជាមូលដ្ឋានគ្រឹះក្នុងការរស់រានមានជីវិតរបស់គាត់នៅក្នុងព្រៃឆ្លៀតឱកាសទៅមើលកូនមន់ដែលទើបនឹងកាត់ការពីប៉ុន្មានថ្ងៃមុនផងដែរមើលថាតើពួកវាសាមជាមួយបរិស្ថាននៅទីនេះដែរឬទេចាត់ចែងកិច្ចការតូចតាចរួចរាល់បងប្រុសអភិជនទើបមានពេលទៅផ្ទះបាយដើម្បីអាំងភ្លើងបន្តិចប្រហែលជាដោយសារតែថ្មីនេះភ្លៀងធ្លាក់ច្រើនសីតុណ្ហភាពធ្លាក់ចុះសូម្បីតែស្តេចព្រៃរបស់យើងក៏ស្ទើរតែទប់ទល់លែងបានដែរហើយច
ចង់បង្កើតម៉ាស៊ីនបំបែកកប្បាសបែបប្រពៃណីមួយដំបូងដែលត្រូវធ្វើគឺត្រូវរើសកំណាត់ឈើមូលដែលមានគុណភាពល្អបំផុតធ្វើជាសម្ភារៈសិនដោយឆ្លងកាត់ការប្រើញូរួមបញ្ចូលគ្នាជាមួយកាំបិតរន្ទះយ៉ាងស្ទាត់ជំនាញកំណាត់ឈើមូលក៏ត្រូវបានពុះជាពីរយ៉ាងលឿនបន្ទាប់មកគាត់ក៏យកកំណាត់ឈើមូលដែលមានគុណភាពល្អនោះមកកែច្នៃនឹងសម្លៀងក្រោយពីខាត់សម្លៀងរួចរាល់កំណាត់ឈើមូលដែលគ្រឿងពីដើមក៏បានក្លាយជាឈើដែលមានទំហំសមរម្យរលោងនិងគ្មានបន្លាទៅហើយក្នុងនាមជាអភិជនព្រៃជំនាញជាងឈើរបស់គាត់ពិតជាឈានដល់កម្រិតកំពូលទៅហើយអាចនិយាយបានថាភាពល្អគឺមិនលើសពី 0.01 មីលីម៉ែត្រនោះទេគាត់យកបន្ទះឫស្សីធ្វើជាបន្ទាត់យកធ្យូងធ្វើជាខ្សែបន្ទាត់គូសតាមទីតាំងដែលបានសម្គាល់ទុកនៅកន្លែងដែលត្រូវដាប់ភ្ជាប់រួចប្រើកំណាត់ដាប់បង្កើតចង្អូរមួយនៅទីនោះបំណែកឈើដែលនៅសល់ក៏ត្រូវបានកម្ចាត់ចេញទាំងអស់ចុងក្រោយធ្វើការគុំពួកវាបញ្ចូលគ្នាវាក៏ក្លាយជារចនាសម្ព័ន្ធចេញជារូបរាងជាការពិតណាស់អ្វីដែលពិបាកធ្វើបំផុតគឺអវរបស់ម៉ាស៊ីនបំបែកកប្បាសនេះឯងបងប្រុសអភិជនត្រូវបង្ខំចិត្តយកប្រអប់ជើងទំហំ48ដ៏ស្អុយរបស់គាត់មកសង្កត់ពីលើបន្ទាប់ពីប្រតិបត្តិការយ៉ាងមានញឹករួចរាល់ម៉ាស៊ីនបំបែកកប្បាសក៏ត្រូវបានចាត់ទុកថាទទួលបានជោគជ័យហើយបងប្រុសអភិជនមិនបង្អង់យូរក៏សាកល្បងពីប្រសិទ្ធភាពរបស់វាភ្លាមមានអារម្មណ៍ថាពិតជាល្អមែនទែនមិនថាមើលពីចំហៀងឬមើលពីខាងមុខសុទ្ធតែមានអារម្មណ៍មើលទៅអស្ចារ្យនិងលយឆៃណាស់ដែលមិនអាចរៀបរាប់បានបើទំនិញនេះយកទៅលក់នៅទីផ្សារវិញប្រកាសជាអាចក្លាយជាអ្នកមានបំផុតនៅលើពិភពលោកមិនខានម៉ាស៊ីនបំបែកកប្បាសដែលបងប្រុសអភិជនបង្កើតឡើងទោះបីជាអាចប្រើប្រាស់បានធម្មតាក៏ដោយប៉ុន្តែពេលវាដំណើរការក៏នៅមានភាពពណ៌អរអួរបន្តិចបន្តួចដែរដើម្បីកុំឲ្យមានផលប៉ះពាល់ដល់ការងារបំបែកកប្បាសនៅពេលក្រោយពេលនេះក៏ត្រូវបង្ខំចិត្តបញ្ចេញស្នៀតពិសេសរបស់គាត់មកហើយនោះគឺប្រើខ្លាញ់ជ្រូកដើម្បីជួយរំអិលថែទាំបន្ទាប់ពីបានឆ្លងកាត់ការថែទាំកម្រិតខ្ពស់នេះរួចម៉ាស៊ីនបំបែកកប្បាសត្រូវបានប្រែក្លាយជារូបរាងថ្មីទាំងស្រុងវាដំណើរការបានយ៉ាងរលូនគ្រាប់កប្បាសខ្មៅដែលអាចមើលឃើញដោយភ្នែកទេធ្លាក់ចុះពីលើម៉ាស៊ីនយ៉ាងលឿនបំបែកបានទាំងលឿនទាំងស្អាតបន្ទាប់ពីការបំបែកកប្បាសរួចរាល់ជំហានបន្ទាប់គឺឈានចូលដល់ដំណាក់កាលវាយកបាសបងប្រុសអភិជនរកឫស្សីដែលរឹងមាំមួយដើមមកមុនពុះវាជាពីរបន្ទាប់មកកាប់ផ្នែកខាងក្រៅនៃចុងទាំងសងខាងឲ្យទៅជារូបរាងដែលត្រូវការប្រើខ្សែថ្មីដែលធ្វើពីរោមជើងមកចងទាញឲ្យដឹងមានសរសៃស្ដាងខ្លះគឺត្រូវយកភ្លើងមកដុតរោវាចេញបន្ទាប់មកយកស្លឹកឈើប៉ុន្មានសន្លឹកមកលាបពីលើដើម្បីការពារកុំឲ្យកប្បាសជាប់ជាសរសៃនៅពេលនេះកប្បាសគឺរីប៉ាយនៅដាច់ពីគ្នាយើងអាចប្រើវិធីវាយកបាសដើម្បីធ្វើឲ្យពុះវាកាន់តែទន់មានប្រសិទ្ធភាពរក្សាកម្ដៅកាន់តែល្អរហូតដល់បង្កើតបានជាសម្លេងដែលយើងតែងតែប្រើប្រាស់ជាប្រចាំជាការពិតណាស់នេះគ្រាន់តែជាជំហានដំបូងចង់ធ្វើជាភួយបាននៅត្រូវមានម៉ាស៊ីនត្បាញកប្បាសមួយទៀតបន្ទាប់ពីនេះបងប្រុសអភិជននឹងចាប់ផ្ដើមបង្កើតវាជាផ្លូវការគាត់ទៅយកបន្ទះក្តារដែលមិនសូវស្អាតប៉ុន្មានបន្ទះមកមុនសិនបន្ទាប់មកប្រើកម្លាំងរបស់បុរសនៅលីធ្វើការណែនាំយ៉ាងយកចិត្តទុកដាក់បន្ទះក្តារដែលមើលទៅមិនគួរឲ្យចាប់អារម្មណ៍ទាំងនេះតាមរយៈការបញ្ចេញស្នៀតរបស់បងប្រុសអភិជនបន្តិចម្ដងបានក្លាយជាផ្នែកមូលដ្ឋាននៃម៉ាស៊ីនត្បាញកប្បាសបន្ទាប់មកយកខ្សែថ្មីមកចងខ្វែងគ្នាយ៉ាងរឹងមាំហើយចុងផ្នែកទាំងនោះយ៉ាងជាប់នៅផ្នែកខាងក្រៅនៃបន្ទះឫស្សីដើម្បីឲ្យរចនាសម្ព័ន្ធកាន់តែរឹងមាំហើយជំហានដ៏សំខាន់បំផុតនៃម៉ាស៊ីនត្បាញកប្បាសទាំងមូលគឺការបង្កើតអវចំណុចនេះគឺត្រូវតែខាត់វាឲ្យរលោងស្អាតល្អធានាថាគ្មានបន្លាសូម្បីតែបន្តិចទើបអាចធានាថាវាដំណើរការបានរលូនបន្ទាប់មកបងប្រុសអភិជនបានសាកល្បងនឹងខាត់វាម្ដងហើយម្ដងទៀតរហូតទាល់តែអវនោះមានស្តង់ដាររួចទើបចងវាភ្ជាប់ទៅនឹងបង្គោលឈើនៅម្ខាងទៀតចងភ្ជាប់ជាមួយខ្សែថ្មីដែលអាចប្រើសម្រាប់បញ្ជាបានរហូតមកដល់ពេលនេះម៉ាស៊ីនត្បាញកប្បាសបែបប្រពៃណីដែលធ្វើដោយដៃសុទ្ធសាធមួយគ្រឿងបានលេចរូបរាងឡើងហើយសម្លឹងមើលម៉ាស៊ីនដ៏អស្ចារ្យនិងមានអំណាចបែបប្រៃផ្សៃនេះបងប្រុសអភិជនប្រញាប់សាកល្បងពីប្រសិទ្ធភាពរបស់វាភ្លាមដំបូងឡើយម៉ាស៊ីនត្បាញនេះដំណើរការយ៉ាងយឺតបញ្ចេញសំឡេងលាន់រងាជាក់ស្ដែងគឺរៀងដំណើរការមិនសូវស្រួលតែបញ្ហាតូចតាចនេះជាទូទៅមិនអាចធ្វើអ្វីស្ដេចព្រៃរបស់យើងបានទេព្យាយាមកែតម្រូវភាពតឹងរបស់អវម្ដងហើយម្ដងទៀតទាំងកម្លាំងរបស់ខ្សែថ្មីផងដែរកែតម្រូវនិងពង្រឹងវាជាច្រើនលើកបន្ទាប់ពីបានសាកល្បងប៉ុន្មានលើករួចមកម៉ាស៊ីនត្បាញនេះទីបំផុតក៏អាចដំណើរការបានតាមតម្រូវការដែលបងប្រុសអភិជនចង់បានហើយពេលវេលានេះអាចចាត់ទុកថាជាពេលវេលាដ៏អស្ចារ្យបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃការរស់រានមានជីវិតមានតែមួយគ្មានពីរទោះបីជាពេលនេះមានម៉ាស៊ីនត្បាញកប្បាសហើយក្តីប៉ុន្តែការបង្កើតម៉ាស៊ីនត្បាញក្រណាត់គឺជាបញ្ហាដ៏ធំមួយទៀតបងប្រុសអភិជនត្រូវបង្ខំចិត្តឈប់ការងារនេះសិនទៅសួនបន្លែដើម្បីដាំដុះវិញម្ដងព្រោះពេលនេះគាត់នៅមានកូនតូចមួយហ្វូងកំពុងរងចាំហូបចំណីទៀតចាំប៉ុន្មានថ្ងៃទៀតចាំចំណាយកម្លាំងបង្កើតម៉ាស៊ីនត្បាញក្រណាត់មួយគ្រឿងទៀតឆ្លៀតពេលមេឃមិនទាន់ងើតគាត់ចាប់ផ្ដើមកាប់សម្អាតដើមឈើធំនៅក្នុងសួនចោលទាំងអស់គ្រាន់តែដោយសារពួកវាបានបាំងពន្លឺមិនឲ្យបន្លែស្រូបយកពន្លឺព្រះអាទិត្យបងប្រុសអភិជនមិននិយាយច្រើនក៏ឡើងទៅលើដើមឈើភ្លាមកាប់សម្អាតដើមឈើនេះរួមជាមួយមេឃរបស់វាចោលយ៉ាងលឿនកាប់សម្អាតទាំងអស់គ្រាន់តែឃើញកាយវិការដ៏រហ័សរហួននេះទោះបីជានិយាយថាសត្វស្វាគឺជាបងប្អូនជីដូនមួយរបស់គាត់ក៏មិនខុសដែរបន្ទាប់ពីសម្អាតឧបសគ្គរួចបងប្រុសក៏បានទៅភ្នំខាងក្រោយដើម្បីប្រមូលស្មៅព្រៃមួយចំនួនត្រឡប់មកវិញមានបំណងយកពួកវាធ្វើជាជីធម្មជាតិប៉ុន្តែត្រូវចិញ្ច្រាំពួកវាឲ្យម៉ត់សិនទើបអាចរលាយបានលឿនបន្ទាប់មកសាបព្រោះវាឲ្យស្មើនៅលើដីដែលបានកាប់គាស់រួចដើម្បីធានាថាដីគ្រប់តំបន់សុទ្ធតែទទួលបានជីស្មើគ្នាបន្ទាប់មកយកចម្បាំងដែលបានរក្សាទុកជាយូរមកហើយនោះចេញមកក្រាលនៅលើផ្ទៃដីអុជភ្លើងនៃជីវិតដើម្បីធ្វើការដុតធ្វើបែបនេះទាំងអាចកម្ចាត់សត្វល្អិតចង្រៃនិងគ្រាប់ស្មៅនៅក្នុងដីហើយក៏អាចបង្កើតជីប៉ូតាស្យូមធម្មជាតិដល់សារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់ការលូតលាស់របស់បន្លែមួយយកកន្លងផុតទៅយ៉ាងលឿនបងប្រុសអភិជនអត់ធ្មត់មិនបានក៏ដកកូនបន្លែពីសួនខាងក្រោយដែលយ៉ាងស្វាហាប់តម្រង់ទៅកាន់សួនបន្លែគាត់បានរៀបចំផែនការតំបន់ដាំដុះរួចរាល់ហើយដីដែលត្រូវបានដុតរួចមានជីវជាតិល្អនិងគ្មានសត្វល្អិតចង្រៃគឺស័ក្តិសមបំផុតសម្រាប់ការដាំបន្លែស្ពៃខៀវចំណែកកន្លែងដែលមិនបានដុតគឺសម្រាប់ដាំបន្លែបៃតងនិងស្លឹកខ្ទឹមការរៀបចំយ៉ាងសមស្របនេះនឹងអាចបំពេញតម្រូវការហូបចុកប្រចាំថ្ងៃបាននៅថ្ងៃខាងមុខនេះគឺគ្រាន់តែរងចាំហូបបន្លែប៉ុណ្ណោះកូនបន្លែដែលបានដាំកាលពីមុនក៏បានដុះចេញពន្លកមកហើយគ្រាន់តែថាការដាំផ្ដុំគ្នានៅលើដីមួយកន្លែងនេះគឺពិតជាញឹកពេកហើយបើសិនជាបន្តដុះទៅទៀតវានឹងដណ្ដើមជីជាតិគ្នាដែលធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់របស់អភិជនត្រូវតែបង្ខំចិត្តដូរកូនបន្លែទាំងនោះទៅដាំនៅដីដែលទើបនឹងកាប់សម្អាតថ្មីចាប់ពីពេលនេះទៅដីទំនេរដែលមើលទៅមិនគួរឲ្យចាប់អារម្មណ៍នេះនឹងត្រូវបានគាត់ប្រែក្លាយទាំងស្រុងទៅជាមូលដ្ឋានដាំបន្លែដើម្បីផ្គត់ផ្គង់ខ្លួនឯងហើយ
រវល់ចប់ការងារចំការបងប្រុសអភិជនក៏មកដើរមើលនៅមាត់ស្រះត្រីម្ដងទៀតបន្ទាប់ពីពិនិត្យមើលរួចស្រាប់តែប្រទេសឃើញថាមេមន់បានផ្ញើបានកូនមន់មួយសម្បុកទៀតហើយអង្អែលកូនតូចដែលមានរោមទន់ទាំងនោះក្នុងហាក់ដូចជាកំពុងគិតអ្វីម្យ៉ាងភ្លាមនោះក៏សម្រេចចិត្តនៅនឹងកន្លែងថានឹងសាងសង់ទ្រុងមន់ដ៏ធំនិងប្រណិតមួយឲ្យពួកវាទុកជាការលើកទឹកចិត្តយ៉ាងណាមិញពេលនេះវាមិនមែនជាបញ្ហាមន់មួយក្បាលឬពីរក្បាលទៀតទេតែជាគ្រួសារធំមួយដែលមានសមាជិករហូតដល់ទៅរាប់សិបក្បាលឯណោះទ្រុងមន់ធម្មតាគឺពិតជាមិនគ្រប់គ្រាន់ទេនិយាយភ្លាមធ្វើភ្លាមបងប្រុសអភិជនក៏ចាប់ផ្ដើមការងារភ្លាមគាត់ប្រើសីមកវាស់ប្រវែងតឹងបណ្ដោយនៃមូលដ្ឋានគ្រឹះទ្រុងមន់ជាមុនសិនទំហំជីករណ្ដៅចំនួន4ជម្រៅ2ម៉ែត្រតាមគំនូសសញ្ញាយ៉ាងត្រឹមត្រូវដីដែលនៅសត្រូវបានកែចេញដោយដៃផ្ទាល់សកម្មភាពយ៉ាងស្វាហាប់និងលឿនគ្មានភាពរារែកសូម្បីតែបន្តិចបន្ទាប់មកក៏សែងយកឈើរឹងធំពីរបីដាំមកធ្វើជាសគ្រឹះមើលទៅកាយវិការបែបនេះគឺដូចជាចង់សាងសង់វីឡាតូចមួយអញ្ចឹងបន្ទាប់ពីដោតឈើចូលទៅក្នុងរណ្ដៅរួចក៏សែងយកឈើវែងមកដាក់ដេកលើសដើម្បីសាងសង់ជាក្រុមបើកន្លែងណាមិនស៊ីគ្នាមិនសូវចូលកន្លែងល្អគឺត្រូវយកញួរមកវាបញ្ចូលយ៉ាងខ្លាំងមួយរំពេចនោះពួកវាក៏ប្រែជាស៊ីគ្នាយ៉ាងស្អិតរមួតបន្ទាប់មកប្រើកំណាត់ដើម្បីបង្កើតជារចនាសម្ព័ន្ធជាប់យ៉ាងយកចិត្តទុកដាក់សកម្មភាពជាបន្តដំណើរការទៅយ៉ាងរលូនដូចទឹកហូររាល់ការដាប់រាល់ព័ត៌មានលម្អិតទាំងអស់គឺសុទ្ធតែត្រឹមត្រូវល្អឥតខ្ចោះមើលទៅពិតជាគួរឲ្យស្ងើចសរសើរខ្លាំងណាស់នៅបាតរណ្ដៅត្រូវបានចាក់ថ្មត្រួតគ្នាជាច្រើនជាន់ទាំងអាចជួយការពារសំណើមនិងទុកទឹកនិងអាចពង្រឹងសសរឲ្យកាន់តែរឹងមាំការពារកុំឲ្យឈើសាមពុកផុយបន្ទាប់មកប្រើកម្លាំងពិសេសពុះឫស្សីជាពីរវាកំទេចថ្នាំខាងក្នុងចេញដើម្បីឲ្យវាប្រែជារាបស្មើបន្ទាប់មកប្រើដៃគោឈើដែលធ្វើខ្លួនឯងបោះឲ្យជាប់រឹងមាំបើដៃគោមិនគ្រប់ក៏យកបន្ទះឫស្សីមកជំនួសប្រើប្រាស់របស់ឲ្យអស់ពីលទ្ធភាពមិនខ្ជិះខ្ជាយដាច់ខាតបន្ទាប់ពីធ្វើការយ៉ាងមីញឹករួចមកក្រុមទ្រុងមន់ទាំងមូលត្រូវបានលេចចេញជារូបរាងជាមូលដ្ឋានហើយខាងមុខនៅមានរៀបចំទ្វារធំពីរទៀតនិងសោទ្វារដ៏សាមញ្ញមួយផងដែរបើតាមការពិនិត្យមើលកំណត់ត្រាប្រវត្តិសាស្ត្រនៃការរស់រានមានជីវិតក្នុងព្រៃនេះពិតជាអាចចាត់ទុកថាជាទ្រុងមន់ដែលអស្ចារ្យបំផុតនិងប្រណិតបំផុតហើយចុងក្រោយបងប្រុសអភិជនក៏មិនភ្លេចបង្ហាញពីទំហំខាងក្នុងដ៏ទូលាយនិងភ្លឺស្រឡះឲ្យគ្រប់គ្នាបានឃើញដែរអ្នកទាំងអស់គ្នាសាកនិយាយមើលថាតើវាមានអារម្មណ៍ប្រណិតដូចសន្តាគារលំនៅកាយតាមដែរទេគឺពិតជាប្រណិតខ្លាំងណាស់ហើយប៉ុន្តែមានមន់ព្រៃជាច្រើនក្បាលដែលរស់នៅទីនេះមិនសាមថែមទាំងគិតថានេះគឺជាអាហារពេលល្ងាចចុងក្រោយរបស់ពួកវាក៏នាំគ្នារត់ទៅពួននៅក្នុងបន្ទប់របស់បងប្រុសអភិជនអស់ធ្វើឲ្យពេញមួយយប់នេះគាត់នៅតែតាមចាប់មន់ក៏មិនដឹងថាមានបញ្ហានៅត្រង់ណាដែរធ្វើឲ្យគាត់ហត់នឿយសឹងស្លាប់រងចាំដល់ព្រឹកថ្ងៃបន្ទាប់ពេលក្រោកឡើងបងប្រុសអភិជនក៏រុញទេសរុញទៅជីកយកដីលឿងម៉ត់ខ្លះមកតុបតែងផ្ទៃខាងមុខនៃទ្រុងមន់បន្តិចប្រហែលជាដោយសារតែមូលហេតុនេះហើយទើបធ្វើឲ្យមន់ព្រៃមិនហ៊ានចូលពេលនេះត្រូវតែរៀបចំឲ្យបានល្អិតល្អន់បំផុតមិនអាចធ្វើប្រហែលបានទេសូម្បីតែបន្តិចព្រោះកូនមន់ទាំងនេះគឺជាធនធានដ៏ធំរបស់គាត់នៅថ្ងៃអនាគតហើយក៏ជាមូលដ្ឋានគ្រឹះនៃការរស់រានមានជីវិតក្នុងព្រៃផងដែរប៉ុន្តែរឿងអកុសលតែងតែកើតឡើងលឿនជាងការក្រុមទុកមានកូនមន់ដ៏រពឹសមួយក្បាលពេលកំពុងដើរលេងនៅមាត់ស្រះត្រីដោយការមិនប្រុងប្រយ័ត្នក៏បានធ្លាក់ចូលទៅក្នុងស្រះត្រីរួចក៏លង់ទឹកស្លាប់ទៅពេលបងប្រុសអភិជនឃើញទិដ្ឋភាពនេះភ្លាមគាត់មានអារម្មណ៍ជឿចាប់យ៉ាងខ្លាំងនេះមានន័យថាគាត់បាត់បង់ឱកាសហូបមន់អាំងមួយពេលហើយបើទោះជាអ្នកណាក៏ដោយក៏ប្រកាសជាមានអារម្មណ៍មិនល្អប៉ុន្មាននេះបន្ទាប់ពីលួងលោមមេមន់រួចគាត់ក៏ប្រញាប់ងាកទៅកាន់ភ្នំខាងក្រោយដើម្បីប្រមូលឫស្សីសម្រាប់ចិត្តសាងសង់របងមួយនៅមាត់ស្រះត្រីដើម្បីជៀសវាងកុំឲ្យមានគ្រោះថ្នាក់ដែលនេះកើតឡើងម្ដងទៀតមិននិយាយច្រើនគាត់ក៏គ្រវីកម្មបិទរន្ទះនៅក្នុងដៃកាប់ឫស្សីឲ្យស្អាតបាតពេលនេះក្នុងចិត្តគាត់មានគំនិតតែមួយគត់គឺត្រូវសាងសង់របងនេះឲ្យបានលឿនបំផុតទោះបីជាប្រអប់ជើងតូចរបស់គាត់ត្រូវមុតដាច់ចេញជាមួយកន្លែងក៏ដោយជារបួសជ្រៅមួយក៏មិនខ្វល់បន្ទាប់ពីដោះស្រាយស្មៅចង្រៃរួចគាត់កាត់ចុងឫស្សីឲ្យទៅជារាងស្រួចជាមុនសិនហើយដោតវាចូលទៅក្នុងដីជាបន្តដោយទុកចន្លោះប្រហែល30សង់ទីម៉ែត្របន្ទាប់មកទៀតក៏យកឫស្សីមកពុះជាពីរហើយវាថ្នាំងខាងក្នុងចេញប្រើវិធីសាស្ត្រចងខ្វែងគ្នាដំឡើងនៅតាមមាត់ស្រះត្រីធ្វើបែបនេះបងប្រុសអភិជនលែងចាំបាច់ព្រួយបារម្ភពីបញ្ហាសុវត្ថិភាពអាយុជីវិតរបស់កូនមន់ទៀតហើយឫស្សីដែលនៅសល់គាត់ក៏មិនទុកចោលដែរដោយគាត់កាត់វាជាបន្ទះឫស្សីយកមកធ្វើជារបាំងការពារខ្យល់នៅលើដំបូលធ្វើបែបនេះទោះបីជាមានខ្យល់ព្យុះភ្លៀងធ្លាក់ខ្លាំងមកដល់ក៏មានការការពារមួយជាន់ទៀតដែរហ្វូងមន់ព្រៃដែលនៅក្បែរនោះពេលឃើញទង្វើទាំងអស់នេះរបស់បងប្រុសអភិជនពួកវាក៏បកស្លាប់យ៉ាងខ្លាំងក្លាដើម្បីបង្ហាញពីការអរគុណចំពោះការយកចិត្តទុកដាក់របស់ស្រីគាត់ជាខិតខំពងនិងបង្កើតកូនឲ្យបានច្រើនជាមិនខានដើម្បីបន្តពង្រីកទឹកដីរបស់ខ្លួនថ្ងៃនេះគាត់សម្រេចចិត្តយកដើមឈើអាយុកាលរាប់រយឆ្នាំនៅក្បែរនោះកាប់សម្អាតចោលទាំងអស់ខណៈពេលដែលគាត់កំពុងកាប់យ៉ាងសកម្មនោះស្រាប់តែមានសម្លេងដែលធ្លាប់ស្គាល់បន្លឺឡើងពីចម្ងាយលើកមុខឡើងមើលទើបដឹងថាគឺជាគ្រួសាររបស់គាត់នឹកស្មានមិនដល់ថាពួកគេទាំងអស់គ្នាបានមកលេងគាត់នៅពេលនេះក្នុងចិត្តរបស់បងប្រុសអភិជនពិតជារំភើបខ្លាំងណាស់គាត់ប្រញាប់រត់តម្រង់ទៅរកក្រុមគ្រួសាររបស់គាត់ភ្លាមរឿងដំបូងដែលគាត់ធ្វើគឺអបកូនស្រីបង្កើតរបស់គាត់យ៉ាងតឹងនៅក្នុងក្រសែភ្នែកពោពេញទៅដោយភាពទន់ភ្លន់នៃការជួបជុំគ្នាក្រោយពីបន្ទាប់មកក៏នាំអ្នកទាំងអស់គ្នាចូលទៅសម្រាប់នៅក្នុងផ្ទះដែលគាត់បានសាងសង់ដោយផ្ទាល់ដៃគួរឲ្យដឹងថាពីជើងភ្នំឡើងមកដល់ទីនេះគឺត្រូវចំណាយពេលដើរជាច្រើនម៉ោងនៅលើផ្លូវភ្នំដ៏រ៉េបរដក្រុមគ្រួសារប្រកាសជាហត់នឿយខ្លាំងណាស់តាមផ្លូវនេះបងប្រុសអភិជនប្រញាប់យកកៅអីដែលខ្លួនតែងតែអង្គុយជាប្រចាំមកទទួលអ្នកទាំងអស់គ្នាហើយក៏ទាញកូនស្រីដ៏គួរឲ្យស្រឡាញ់ទាំងពីរមកអង្គុយក្បែរខ្លួនសូម្បីតែមួយវិនាទីក៏មិនដាច់ចិត្តលេងដែរទើបតែអង្គុយចុះកូនស្រីច្បងក៏បើកភ្នែកធំពោពេញដោយក្តីងឿងឆ្ងល់បញ្ចេញសំណួរដ៏ធំមួយកំពុងអ៊ូតមែនទេឃើញកូនស្រីពើមិនជឿបងប្រុសអភិជនក៏ពោះនាងទៅដើរលេងក្នុងសួនបន្លែរបស់ខ្លួនចំណែកឯលោកតាលោកយាយនៅខាងទៀតក៏ដើរចូលទៅក្នុងបន្ទប់យ៉ាងលឿនដើម្បីពិនិត្យមើលអ្វីគ្រប់យ៉ាងនៅក្នុងផ្ទះយ៉ាងយកចិត្តទុកដាក់ក្នុងចិត្តពោពេញដោយក្តីកង្វល់ចង់ឃើញថាកូនប្រុសរបស់ខ្លួនប៉ុន្មានឆ្នាំនេះរស់នៅក្នុងព្រៃមានជីវភាពយ៉ាងម៉េចខ្លះពេលសម្លឹងមើលរបស់របរដ៏សាមញ្ញនៅក្នុងផ្ទះចាស់ទាំងពីរពិតជាមានអារម្មណ៍កំសត់ក្នុងចិត្តណាស់ខណៈពេលដែលដំឡូងជ្វាស្រស់និងធាត់ត្រូវបានគាស់ចេញពីដីកូនស្រីពើទើបជឿថាអ្វីដែលប៉ានិយាយសុទ្ធតែជាការពិតសួនបន្លែដ៏ខៀវស្រងាត់ពោពេញដោយជីវិតនេះគឺជាសមិទ្ធផលដ៏គួរឲ្យមោទនភាពបំផុតរបស់បងប្រុសអភិជនក្នុងរយៈពេលប្រហែលឆ្នាំនេះបន្ទាប់មកគាត់ក៏នាំក្រុមគ្រួសារដើរទៅកាន់តំបន់ដាំបន្លែឃើញបន្លែដុះជួរយ៉ាងមានសណ្ដាប់ធ្នាប់ល្អនៅក្នុងដីក៏ស្អាតបាតគ្មានស្មៅសូម្បីតែមួយសរសៃឃើញបែបនេះតើអ្នកទាំងអស់គ្នាស្ងើចសរសើរគាត់ឬអត់ឪពុកម្ដាយដែលមានក្តីអាណិតអាសូរយ៉ាងខ្លាំងក៏ប្រញាប់យកសម្លៀកបំពាក់ដែលរៀបចំទុកចេញពីសម្ភារៈដែលបានវេចខ្ចប់មករួចហុចឲ្យបងប្រុសអភិជនម្ដងមួយមិនត្រឹមតែមានស្បែកជើងផ្ទាត់ដែលអាចប្រើប្រាស់បានយូរនិងស្បែកជើងក្រណាត់ដ៏រឹងមាំថែមទាំងមានអាវដៃវែងដែលធន់នឹងការបែកញើសនិងអាវក្រាស់សម្រាប់ការពារភាពត្រជាក់ព្រមទាំងខោជើងវែងដែលធន់នឹងការដាច់រហែកមួយយ៉ាងណាមិញបងប្រុសអភិជនតែងតែធ្វើការនៅតែម្នាក់ឯងនៅលើភ្នំជាយូរមកហើយហាលខ្យល់ហាលថ្ងៃដើរកាត់ព្រៃស្មៅបើសិនជាគ្មានសម្លៀកបំពាក់ដែលសមរម្យនិងធន់នឹងការប្រើប្រាស់គឺងាយនឹងត្រូវមេឃឈើកោសមុតណាស់បើមើលពីស្នាមសម្លាកដ៏ជ្រៅនៅលើភ្លៅខាងក្នុងរបស់គាត់គឺដឹងហើយថាកាលពីមុនគាត់ត្រូវរងទុក្ខវេទនាប៉ុណ្ណាទោះបីជាពេលនេះជារួចរាល់ហើយក៏ដោយតែមើលទៅនៅតែគួរឲ្យរន្ធត់ចិត្តដដែលបងថ្លៃស្រីអភិជនឃើញទស្សនវិជ្ជានេះរឹតតែមានអារម្មណ៍អាណិតសឹងតែមិនហ៊ានមើលចង់បានត្រឹមតែដកបន្លាចេញ
ពីមរាមជើងរបស់គាត់យ៉ាងថ្នមពេលបងប្រុសអភិជនបដូរពាក់សម្លៀកបំពាក់ដែលក្រុមគ្រួសារយកមករាងកាយទាំងមូលក៏មានអារម្មណ៍កក់ក្ដៅជាងមុនច្រើនគាត់ក៏មានចំណាប់អារម្មណ៍នាំកូនស្រីទាំងពីរទៅមើលរបស់មានតម្លៃរបស់គាត់នៅលើភ្នំជាការពិតណាស់ផ្លែសន្ទូចដែលគាត់បានបង្កើតដោយផ្ទាល់ដៃកាពីម្សិលមិញក៏ត្រូវយកទៅជាមួយដើម្បីឲ្យកូនបានទទួលបទពិសោធន៍ពីភាពសប្បាយរីករាយនៃការស្ទូចត្រីព្រៃពេលសំឡេងរត់ហៅឲ្យមកស៊ីចំណីបន្លឺឡើងត្រីក៏នាំគ្នាហែងើបឡើងមកលើផ្ទៃទឹកទាំងអស់បងប្រុសអភិជនប្រញាប់ពូជចន្លេងជាប់នឹងផ្លែសន្ទូចនឹកស្មានមិនដល់ថាគ្រាន់តែទម្លាក់ចុះទៅក៏មានត្រីដែលមិនចេះប្រយ័ត្នមួយក្បាលស៊ីនុយបាត់ទៅហើយដោយកាយវិការដ៏ស្វាហាប់និងរហ័សរហួនគាត់ក៏ទាញវាឡើងមកភ្លាមតែម្ដងឃើញបែបនេះកូនស្រីទាំងពីរក៏ស្រែកហូរសប្បាយចិត្តយ៉ាងខ្លាំងបន្ទាប់ពីស្ទូចត្រីរួចកូនស្រីទាំងពីរក៏លេងយ៉ាងសប្បាយដែលស្ទាបនេះអង្រួននោះពេញទីធ្លាផ្ទះពេលលេងហត់ក៏រត់ទៅគេងនៅលើគ្រែដ៏ធំរបស់បងប្រុសអភិជនលេងយ៉ាងសប្បាយរីករាយចំណែកអែមខាងទៀតលោកតាលោកយាយក៏បានចំអិនម្ហូបរួចរាល់ហើយដែរសុទ្ធតែជាត្រីដែលទើបនឹងស្ទូចបាននឹងដំឡូងជ្វាដែលទើបជីកសាមញ្ញធម្មតាតែពោពេញដោយរសជាតិគ្រួសារទាំងមូលអង្គុយជុំគ្នាញ៉ាំអាហារដែលកំពុងក្តៅហុយនិយាយសើចលេងក្អាកក្អាយបរិយាកាសពិតជាកក់ក្តៅខ្លាំងណាស់ហើយវាក៏ជាពេលវេលាដែលបងប្រុសអភិជនរស់នៅម្នាក់ឯងក្នុងព្រៃ5ឆ្នាំមកនេះជាថ្ងៃដែលកក់ក្តៅនិងមានក្តីសុខបំផុតបន្ទាប់ពីញ៉ាំឆ្អែតរួចរាល់បងប្រុសអភិជនក៏ជួងគ្រួសារចុះពីលើភ្នំដោយសារតែក្មេងត្រូវទៅរៀនម្យ៉ាងទៀតនៅទីនេះក៏គ្មានកន្លែងគេងដែរពេលត្រឡប់មកវិញបងប្រុសអភិជនក៏បន្តចាត់ការដើមឈើអាយុ100ឆ្នាំទាំងនោះចំណែកប្រពន្ធដោយមិនចង់ឲ្យប្តីហត់នឿយពេកក៏សម្រេចចិត្តនៅជួយគាត់ប៉ុន្មានថ្ងៃសិនប្តីប្រពន្ធទាំងពីរចែកការងារគ្នាយ៉ាងច្បាស់លាស់ម្នាក់កាប់ដើមឈើម្នាក់ទៀតកាប់ដីមិនយូរប៉ុន្មានក៏សែងដើមឈើដែលកាប់រួចទាំងអស់យកមកកន្លែងស្នាក់នៅដើម្បីជាការអរគុណចំពោះការកំដរនិងការជួយរបស់ប្រពន្ធបងប្រុសអភិជនថែមទាំងញឹមទីនដៃនាងឲ្យនាងមើលមកកាមេរ៉ាដើម្បីសួរស្ដីទៅកាន់អ្នកគ្រប់គ្រងនៅមុខអេក្រង់បន្ទាប់ពីសម្រាប់មួយសន្ទុះប្តីប្រពន្ធទាំងពីរក៏ដើរចូលទៅក្នុងចម្ការជាមួយគ្នាទៀតចាប់ផ្ដើមសាបព្រោះបន្លែថ្មីនៅទីនេះមានគ្រាប់ល្ពៅគ្រាប់ឪឡឹកនិងគ្រាប់បន្លែផ្សេងជាច្រើនទៀតទាំងអស់ត្រូវបានរៀបចំដាំចូលទៅក្នុងដីយ៉ាងត្រឹមត្រូវសម្លឹងមើលដីដែលពោពេញដោយក្តីសង្ឃឹមនេះជឿជាក់ថាមិនយូរប៉ុន្មានទេទីនេះនឹងក្លាយទៅជាទិដ្ឋភាពមួយដែលពោពេញដោយភាពស្រស់បំព្រងជាមិនខានដើម្បីបានមើលថែប្តីខ្លួនឯងឲ្យបានច្រើនប្រពន្ធក៏សម្រេចចិត្តនៅប៉ុន្មានថ្ងៃទៀតដើម្បីជួយធ្វើការងារកំពេចកំប៉ុកព្រោះបន្ទាប់ពីនេះបងប្រុសអភិជនត្រូវសាងសង់ផ្ទះបាយថ្មីមួយការងារមួយនេះគឺមិនតូចទេហើយជំហានដំបូងក្នុងការសាងសង់ផ្ទះបាយគឺត្រូវទៅភ្នំខាងក្រោយដើម្បីនេះគឺជាការងារដែរពិតជាសាកល្បងកម្លាំងកាយនិងភាពអត់ធ្មត់ខ្លាំងណាស់គ្រាន់តែរឿងកាប់ដើមឈើមួយមុខក៏ចំណាយពេលពួកគេអស់ពីថ្ងៃទៅហើយនៅពេលដែលដើមឈើធំនីមួយរំដួលបងប្រុសអភិជនប្រញាប់កាត់មែកឈើចេញឲ្យស្អាតទុកតែគល់ឈើទេបន្ទាប់មករុញវាឈើក៏អើចុះតាមជម្រាលភ្នំដំណើរការទាំងមូលទោះបីជាហត់នឿយប៉ុន្តែមានប្រពន្ធកំដរជានិច្ចក៏មានក្តីសុខដែរម្យ៉ាងទៀតអ្នកទាំងពីរនិយាយលេងសើចយ៉ាងស៊ីចង្វាក់គ្នាអារម្មណ៍នៃការតស៊ូជាមួយគ្នាបែបនេះគឺមានតម្លៃជាងអ្វីទាំងអស់បន្ទាប់ពីកាប់រួចរាល់ប្តីប្រពន្ធទាំងពីរក៏ជួយសែងឈើត្រឡប់មកវិញផ្លូវឆ្ងាយបន្តិចមែនប៉ុន្តែសម្រាប់អ្នកដែលតែងតែធ្វើសកម្មភាពនៅខាងក្រៅគឺរៀងធូរស្រាលបន្តិចហើយដើរចុះដើរឡើងបែបនេះក៏ចំណាយពេលអស់មួយថ្ងៃទៀតទីបំផុតសម្ភារៈដែលត្រូវការត្រូវបានដឹកជញ្ជូនមកដល់ទាំងអស់ហត់តតែជប់ចង្កេះជឺខ្នងសូម្បីតែកម្លាំងលើកដៃក៏ស្ទើរតែលែងមានប៉ុន្តែនៅលើផ្ទៃមុខបែរជាមានស្នាមញញឹមដ៏មានក្តីសុខមូលហេតុដែលប្រញាប់ប្រញាល់ធ្វើការបែបនេះក៏ដោយសារតែផ្ទះបាយបច្ចុប្បន្នមិនអាចទប់ទល់នឹងការវាយប្រហារនៃព្យុះភ្លៀងបានទៀតទេបើមិនប្រយ័ត្នអាចនឹងដួលរំចុះមកមិនខានដូច្នេះត្រូវតែបញ្ចប់ឲ្យរួចរាល់មុនពេលព្យុះភ្លៀងមកដល់សំណាងល្អដែលមានការចូលរួមពីប្រពន្ធធ្វើឲ្យគាត់ធូរស្រាលបានច្រើនប៉ុន្មានថ្ងៃនេះប៉ុន្តែនៅផ្ទះមានកូនតូច2នាក់ត្រូវមានអ្នកមើលថែប្រពន្ធក៏ត្រូវបង្ខំចិត្តត្រឡប់ទៅវិញនៅថ្ងៃនេះបន្ទាប់ពីអ្នកទាំងពីរញ៉ាំបាយរួចរាល់បងប្រុសអភិជនក៏ឈរមើលប្រពន្ធចាក់ចេញរហូតតតែមើលលែងឃើញទើបគាត់មានអារម្មណ៍ស្រងូតស្រងាត់នៅឈរស្ងៀមនៅកន្លែងដើមក៏មិនដឹងថាគាត់កំពុងគិតអ្វីប្រហែលជាក្តីសុខប៉ុន្មានថ្ងៃនេះធ្វើឲ្យគាត់មានអារម្មណ៍អាឡោះអាល័យហើយមើលទៅតែយ៉ាងណាក៏ដោយជីវិតនៅតែត្រូវបន្តបន្ទាប់ពីលើកទឹកចិត្តខ្លួនឯងបងប្រុសអភិជនក៏ប្រញាប់យកឧបករណ៍ទាំងអស់ចាប់ផ្ដើមសំលៀងឲ្យម៉ូតអ្វីដែលពួកគេត្រូវប្រឈមគឺគំនរឈើគុណភាពខ្ពស់មួយនេះមិនអាចឲ្យយឺតយ៉ាវការងារទេសំលៀងឧបករណ៍រួចគាត់ទាញយកឫស្សីមួយដើមមកធ្វើជាបន្ទាត់វាស់ប្រវែងតឹងនិងកម្ពស់ផ្ទះបាយធានាថារាល់ដំណាក់កាលគឺមិនមានការខុសឆ្គងឈៀតឱកាសឲ្យចំណីកូនមាន់បន្តិចរួចផ្លាស់ប្ដូរពួកវាទៅកន្លែងដែលមានសុវត្ថិភាពជាងនេះសម្លឹងមើលកូនមាន់តូចរំទន់ទាំងនេះក្នុងចិត្តបងប្រុសអភិជនក៏មានអារម្មណ៍កក់ក្ដៅបន្តិចពេលពួកវាធំឡើងច្បាស់ជានឹងខ្លាយជាជំនួយដ៏ធំមួយសម្រាប់ការរស់រានមានជីវិតរបស់គាត់ចំអ្វីរួចរាល់បងប្រុសអភិជនក៏ចាប់ផ្ដើមឈានចូលដល់ដំណាក់កាលសាងសង់ឲ្យសប្រើបានយូរធន់ជំហានដំបូងត្រូវបកសម្បកចេញសិនព្រោះសម្បកឈើងាយនឹងពុកផុយបើទុកយូរទៅនឹងប៉ះពាល់ដល់ភាពរឹងមាំនៃការសាងសង់ទាំងមូលម្យ៉ាងទៀតគាត់ត្រូវធ្វើរចនាសម្ព័ន្ធភ្ជាប់ដោយប្រើកំណាត់ទោះបីជាមិនប្រើដៃគោក៏អាចធ្វើឲ្យពួកវាជាប់រឹងមាំបានដែរនេះគឺជាស្នាដៃដ៏រឹងមាំដែលដូនតាបានបន្សល់ទុកមកដើម្បីធានាថានៅពេលផ្គុំមិនមានភាពខុសឆ្គងគាត់ក៏ប្រើខ្សែថ្មនិងធ្យូងធ្វើជាខ្សែគំនូរសម្គាល់នៅលើឈើយ៉ាងល្អិតល្អន់បន្ទាប់មកប្រើកំណាត់ដើម្បីដាប់រុនឲ្យបានត្រឹមត្រូវចុងក្រោយធ្វើការផ្គុំពួកវាបញ្ជូរគ្នាម្ដងមួយក្បាច់ទាំងនេះគឺដំណើរការទៅយ៉ាងរលូនរាល់ជំហានសុទ្ធតែបង្ហាញពីភាពប៉ិនប្រសប់ដោយគិតដល់អាយុកាលនៃការប្រើប្រាស់របស់សសរបងប្រុសអភិជនក៏យកអស់មកដុតប្រូសិលនីមួយនេះគឺជាជំហានដ៏សំខាន់មួយមិនត្រឹមតែអាចការពារសំណើមនិងសត្វល្អិតប៉ុណ្ណោះទេថែមទាំងធ្វើឲ្យឈើមិនងាយប្រេះទៀតផងពិតជាមានប្រសិទ្ធភាពជាក់ស្ដែងមែនបន្ទាប់ពីបញ្ចប់ការងាររៀបចំជាបន្តបន្ទាប់នេះគាត់ទើបព្រមអង្គុយលើឈើដើម្បីសម្រាកមួយផ្លែបន្ទាប់មកចាប់ផ្ដើមបោះសម្អាតរបស់របរក្នុងផ្ទះបាយភាគច្រើនជារបស់របរប្រើប្រាស់និងគ្រាប់ពូជបន្លែមួយចំនួនទាំងនេះសុទ្ធតែជារបស់ដែលគាត់ខិតខំប្រមូលមួយជំហានត្រូវតែរៀបចំទុកដាក់ឲ្យបានត្រឹមត្រូវចំណែករបស់ផ្សេងទៀតគឺមិនសូវខ្វល់ទេគ្រាន់តែដកអក្សរទប់ចេញបន្តិចផ្ទះបាយទាំងមូលក៏ស្រុតដួលរំចុះមកភ្លាមបើមើលតាមស្លឹកត្នោតដែលរីប៉ាយពួកវាពិតជាពុកផុយខ្លាំងណាស់ថែមទាំងសនិងវលឹកក៏បានដាច់អស់ទៅហើយសំណាងល្អដែលរកឃើញទាន់ពេលបើមិនអញ្ចឹងទេបើលំសង្កត់ការស្នេហ៍របស់យើងទៅចាប់មិនខានគឺត្រូវរុះរើផ្ទះចាស់ចេញនេះក៏ជាការងារដែលត្រូវការបច្ចេកទេសមួយដែរ
បន្ទាប់ពីចំណាយពេលកន្លះម៉ោងក្នុងការបោសសម្អាតរួចនៅលើដីក៏លេចចេញនៅស្នាមគំនូររង្វង់ច្បាស់មួយចំនួននេះហើយគឺជាទីតាំងដែលគាត់បានរៀបចំសម្រាប់ធ្វើជាគ្រឹះផ្ទះបាយថ្មីជាប់กับរន្ទះដែលខានឃើញយូរភាពរឹងមាំនិងមុតស្រួចនៅតែមិនថយចុះដូចមុនត្រឹមតែប៉ុន្មានជើងក៏អាចជីករណ្ដៅនៅលើដីបានយ៉ាងលឿនបន្ទាប់មកយកឈើដែលទើបតែដុតររួចមកដាក់ចូលទៅក្នុងរណ្ដៅម្ដងមួយនៅទីនេះឈើមួយដើមយ៉ាងហោចណាស់ក៏មានទម្ងន់ជាង300គីឡូក្រាមដែរប៉ុន្មានដើមបញ្ចូលគ្នាគឺមានទម្ងន់រាប់តោនឯណោះសំណាងល្អដែលបងប្រុសអភិជនមានកម្លាំងមហាសាលគាត់មិនញើសសូម្បីតែបន្តិចអាចបញ្ចូលពួកវានៅលើដីបានយ៉ាងរឹងមាំជឿជាក់ថាការទ្រទម្ងន់បានប៉ុន្មានរយឆ្នាំប្រហែលជាមិនមែនជាបញ្ហាទេបន្ទាប់ពីសទាំងអស់ត្រូវបានដោតចូលទៅក្នុងរណ្ដៅគ្រឹះរួចរាល់គាត់ក៏ចាប់ផ្ដើមមកភ្ជាប់រចនាសម្ព័ន្ធដែលបានដាប់ទុកជាមុនបើឈើណាមិនចូលកន្លែងទេគឺត្រូវយកញូមកវាបញ្ចូលពី3ញូហើយភាពរឹងមាំគឺពេញទំហឹងតែម្ដងនៅបាតរណ្ដៅក៏មានចាក់ថ្មបំបែកពីលើជាច្រើនផងដែរទាំងអាចការពារសំណើមនិងទឹកនិងអាចជួយពង្រឹងសសរកាន់តែរឹងមាំមួយកម្រិតទៀតឆ្លៀតពេលសម្រាប់ពីការងារបងប្រុសអភិជនក៏មិនភ្លេចលេងជាមួយកូនមាន់មួយសន្ទុះដែរហើយរយចំណីឲ្យពួកវាស៊ីរាល់ថ្ងៃពេលបានឃើញកូនតូចទាំងនេះធំធាត់បន្តិចម្ដងវាក៏បានខ្លាចជាកម្លាំងចិត្តសម្រាប់ការធ្វើការងារដ៏នឿយហត់របស់គាត់ជាមួយកូនមាន់រួចគាត់ក៏ត្រឡប់មកបន្តការងារសាងសង់វិញភ្លាមចាប់ផ្ដើមដំឡើងគ្រោងដំបូលដើម្បីឲ្យដំបូលកាន់តែរឹងមាំគាត់ថែមទាំងប្រើដៃគោធ្វើដោយខ្លួនឯងដើម្បីបោះចុកទៀតផងមួយជួរយ៉ាងមានរបៀបរៀបរយគ្មានភាពឆ្កំឆ្គងសូម្បីតែបន្តិចឈើដែលសល់លើសពីប្រវែងក៏ប្រើណាអាកាត់ចោលភ្លាមបន្ទាប់មកទៀតក៏យកឫស្សីមកពុះជាពីរកាត់ជាបន្ទះឫស្សីស្មើគ្នាសម្រាប់យកមកធ្វើជារបាដំបូលនៅពេលនេះបងប្រុសអភិជនហាក់ដូចជាពោពេញដោយធម្មពលពេញខ្លួនហាក់បីដូចជាឈាមរត់ស្រួលដូចផឹកគោជលអញ្ចឹងសែងសម្ភារៈដោយមិនចេះនឿយហត់និងធ្វើការចងភ្ជាប់ទោះបីជាត្រូវឡើងចុះប្រើកម្លាំងខ្លាំងយ៉ាងណាក៏គាត់មិនរុញរាដែររហូតដល់បន្ទះឫស្សីចុងក្រោយត្រូវបានចងរួចរាល់ទើបគាត់ព្រមបញ្ឈប់ដៃដ៏រឹងមាំរបស់គាត់នៅពេលនេះបងប្រុសអភិជនពិតជាហត់តតែដួលរមួលទៅគាត់ដេកសម្រាកនៅលើដំបូលតែម្ដងដើម្បីរីករាយជាមួយការសម្រាកបន្ធូរអារម្មណ៍មួយភ្លាមបន្ទាប់ពីសម្រាកគ្រប់គ្រាន់ហើយបងប្រុសអភិជនក៏ប្រញាប់ទៅបោសសម្អាតសម្រាមនៅក្នុងផ្ទះបាយភ្លាមកាកសំណល់ផ្ទះបាយដែលមានជីវជាតិក៏ត្រូវបានយកទៅចាក់នៅមូលដ្ឋានដើមផ្លែឈើដើម្បីធ្វើជាជីធម្មជាតិសម្លឹងមើលដើមល្ហុងនិងខ្នុរដែលដាំដោយផ្ទាល់ដៃកូនឈើលូតលាស់ធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃនៅក្នុងចិត្តគាត់ក៏កាន់តែមានក្តីរំពឹងនិងភាពជឿជាក់មួយកម្រិតទៀតបន្ទាប់មកគាត់ក៏ទៅមើលនៅទ្រង់មាន់ម្ដងទៀតស្រាប់តែប្រទេសឃើញស៊ុតមួយគ្រាប់បានញាស់បាត់ទៅហើយគិតថាយប់នេះនឹងយកវាទៅធ្វើម្ហូបតែពេលពិនិត្យមើលឲ្យច្បាស់ស្រាប់តែឃើញមានមេមាន់ចាស់ពីរក្បាលកំពុងតែប្រជ្រៀតគ្នាដណ្ដើមសម្បុកពងទិដ្ឋភាពពិតជាអ៊ូអរណាស់នេះក៏ធ្វើឲ្យបងប្រុសអភិជនសម្រេចចិត្តយ៉ាងមុតមាំថាបន្ទាប់ពីនេះគាត់នឹងធ្វើសម្បុកមាន់ឲ្យបានច្រើនបន្តិចដើម្បីទុកកន្លែងទំនេរឲ្យបានគ្រប់គ្រាន់សម្រាប់ខំពងឲ្យគាត់សម្រាប់មួយយប់ព្រឹកព្រលឹមថ្ងៃបន្ទាប់បងប្រុសអភិជនមានកម្លាំងចិត្តពេញទាំងអស់យកឡើងទៅលើដំបូលគាត់ចង់ស្លឹកត្នោតនីមួយយ៉ាងយកចិត្តទុកដាក់ត្រួតលើគ្នាជាស្រទាប់យ៉ាងជិតល្អដើម្បីលុបបំបាត់បញ្ហាលេចទឹកភ្លៀងទាំងស្រុងបន្ទាប់ពីចុះពីលើដំបូលមកវិញបងប្រុសអភិជនក៏ខ្លាយខ្លួនជាជាងកាត់សក់ម្ដងកាត់តម្រឹមកែមដំបូលផ្ទះបាយឲ្យបានស្អាតមានរបៀបព្រោះថាម៉ូដសក់រញ៉េញ៉ៃនេះវាមិនស័ក្តិសមនឹងឋានៈស្ដេចព្រៃរបស់គាត់ទេប៉ុន្តែនេះនៅមិនទាន់ចប់ទេគាត់ក៏រុញរទេះរុញឆ្នៃផ្ទាល់ខ្លួនទៅមាត់ទន្លេជីកយកខ្សាច់រួចយកកំបោរដែលបានដុតពីមុនមកចាប់ផ្ដើមលីស៊ីម៉ង់ដោយផ្ទាល់ដៃនៅពេលដែលមានការចាក់ស៊ីម៉ង់ពង្រឹងនេះហើយទោះបីជាផ្ទះនេះត្រូវជួបខ្យល់ព្យុះកម្រិត12ក៏ដោយក៏បងប្រុសអភិជនមិនខ្លាចដែរព្រោះខ្លាចក៏គ្មានប្រយោជន៍ថ្ងៃនេះឆ្លៀតពេលមេឃកំពុងភ្លៀងគាត់សម្រេចចិត្តដករង្វាន់ដល់ខ្លួនឯងដែលបានខិតខំប្រឹងប្រែងជាការពិតណាស់ចំណីរបស់កូនក៏មិនអាចភ្លេចបានដែរនៅព្រឹកព្រលឹមបងប្រុសអភិជនក៏លួចលុបចូលទៅក្នុងភ្នំខាងក្រោយទោះបីជាផ្លូវភ្នំសាមនឹងរអិលដោយភពក៏ដោយក៏មិនអាចបញ្ឈប់ជំហានឆ្ពោះទៅធ្វើការរបស់គាត់បានដែរភាពឧស្សាហ៍ព្យាយាមនិងការតាំងចិត្តនេះពិតជាគួរឲ្យកោតសរសើរខ្លាំងណាស់បន្ទាប់ពីដើរឆ្លងកាត់ភ្នំអស់ជាច្រើនគីឡូម៉ែត្រទីបំផុតបងប្រុសអភិជនក៏បានមកដល់តំបន់ដាំចេកព្រៃនេះគឺជាអាហារដែលត្រីចូលចិត្តស៊ីបំផុតមួយហើយស្លឹកចេកដែលមើលទៅធម្មតាទាំងនេះមិនត្រឹមតែអាចជួយសម្រួលដល់ការរំលាយអាហាររបស់ត្រីប៉ុណ្ណោះទេថែមទាំងអាចជួយសន្សំសំចៃចំណីបានយ៉ាងច្រើនទៀតដើម្បីឲ្យពួកវាឆាប់ធំធាត់អាចហូបត្រីធាត់សាច់ស្រស់បន្ទាប់ពីវេចខ្ចប់រួចរាល់បងប្រុសអភិជនក៏ប្រញាប់ដើរត្រឡប់មកវិញតែមួយវិនាទីក៏មិនហ៊ានយឺតយ៉ាវដែរព្រោះសម្លៀកបំពាក់ទឹកជុំពេញខ្លួនបែបនេះមានតែយកចិត្តទុកដាក់ត្រឡប់មកដល់កន្លែងស្នាក់នៅរឿងដំបូងដែលត្រូវធ្វើគឺវាជួងហៅមកស៊ីចំណីដើម្បីឲ្យកូនត្រីដែលដេកលក់យ៉ាងយូរឆាប់ដឹងខ្លួនឡើងវិញបង្ហាញប្រាប់ពួកវាឲ្យត្រៀមខ្លួនងើបមកស៊ីចំណីពេលឲ្យចំណីគាត់មានការប្រុងប្រយ័ត្នខ្លាំងណាស់ត្រីធំគឺត្រូវឲ្យស៊ីស្លឹកចេកដុំធំចំណែកឯកូនត្រីតូចវិញគឺត្រូវយកស្លឹកចេកមកកាត់ជាដុំតូចល្អិតបរិះដែលមកចត់យ៉ាងនេះពិតជាកម្រមានណាស់នៅលើលោកមើលទៅសឹងតែចង់រៀបការជាមួយគាត់នៅនឹងកន្លែងទៅហើយបន្ទាប់ពីរយនុយរួចរាល់បងប្រុសអភិជនក៏ប្រញាប់យកដំបងឫស្សីដែលធ្វើពីមុនមកចាប់ផ្ដើមត្រៀមអាហារពេលល្ងាចកុំមើលតែសន្ទូចធម្មតានេះខ្សែសន្ទូចរបស់គាត់គឺធ្វើចេញពីសំបកថ្មីនិងរោមជើងរបស់ស្ដេចព្រៃបង្កើតឡើងភាពរឹងមាំរបស់វាគឺគ្រប់គ្រាន់អាចស្ទូចត្រីចំនួនរាប់សិបគីឡូបានចំណែកនុយគឺជាចលនាធម្មតានៅក្នុងដីនេះគឺជាអាហារដែលពួកវាមិនអាចទប់ទល់បានតាំងពីកំណើតមកអ្វីគ្រប់យ៉ាងរៀបចំរួចរាល់គាត់ក៏គ្រវីផ្លែសន្ទូចទម្លាក់ទៅក្នុងទឹករួចរងចាំយ៉ាងស្ងៀមស្ងាត់មិនយូរប៉ុន្មានត្រីដ៏មានកម្លាំងមួយក្បាលក៏ស៊ីនុយបងប្រុសអភិជនក៏ប្រើកម្លាំងទីងតាមទីដៅទីងត្រីនោះឡើងមកលើគប់តែម្ដងសម្លឹងមើលទំហំដ៏ធំនិងធាត់ល្អនៅចំពោះមុខបងប្រុសអភិជនបង្ហាញពីក្តីរំភើបនិងរីករាយយ៉ាងខ្លាំងមិនខុសបំណងដែលគាត់ខិតខំថែទាំទាំងយប់ទាំងថ្ងៃសោះមួយរំពេចនោះទឹកមាត់ក៏ហូរស្រក់ចេញពីជ្រុងមាត់ដោយមិនដឹងខ្លួនយប់នេះសម្រាប់ចិត្តថាចាត់ការត្រីមួយក្បាលនេះតែម្ដងចំណែកឯស្រូវនៅខាងនេះបន្ទាប់ពីឆ្លងកាត់ការបុកចុះបុកឡើងអស់កន្លះថ្ងៃក៏បានคล้ายជាអង្ករស្ក្បោះទៅហើយគ្រាប់នេះមួយធាត់ពិតជាគួរឲ្យចង់ញ៉ាំណាស់បន្ទាប់មកក៏យកកន្ទុកដែលនៅសល់ទៅឲ្យមេមន់ស៊ីដើម្បីឲ្យពួកវាបានបំពេញជីវជាតិពងឲ្យបានច្រើននិងញ៉ាស់ឲ្យបានច្រើនក្បាលជាការពិតណាស់មន់គោកនៅក្នុងផ្ទះក៏មិនអាចបំភ្លេចបានដែរយ៉ាងណាមិញគាត់គឺជាអ្នកមានគុណធំនៅទីនេះយប់នេះត្រូវតែរៀបចំភារកិច្ចឲ្យគាត់បានល្អបន្តិចរវល់ចប់កិច្ចការទាំងនេះបងប្រុសអភិជនទៅចំការបេះបន្លែបៃតងខ្លះដើម្បីបន្ថែមវីតាមីនបន្លែនៅទីនេះមានច្រើនប្រភេទណាស់មើលមួយផ្លេតគឺសឹងតែវិលមុខទៅហើយថែមទាំងឧស្សាហ៍ដកស្មៅជ្រួយដីទៀតផងបន្ទាប់ពីបានដាក់ជីធម្មជាតិរួចពួកវាមិនមែនជាបន្លែធម្មតាទៀតទេគឺជាផលិតផលបៃតងធម្មជាតិគ្មានជាតិគីមីវីតាមីនគឺច្រើនជាងសាច់គោរាប់សិបដងឯណោះរាល់1គីឡូក្រាមគឺស្មើនឹង1គីឡូមិននិយាយច្រើនទេយប់នេះគឺញ៉ាំឲ្យឆ្ងាញ់មួយពេលសិនថ្ងៃស្អែកចាំបន្តធ្វើការទៀត
ដើម្បីត្រៀមរៀបចំអាហារឲ្យបានសម្បូរបែបជាងមុនថ្ងៃនេះបងប្រុសអភិជននឹងទៅភ្នំខាងក្រោយដើម្បីរកទំពាំងហើយយ៉ាងណាមិញម្ហូបព្រៃឆ្ងាញ់គឺមិនចាំយើងទេប៉ុន្តែមុនពេលឡើងភ្នំគាត់នៅត្រូវតុបតែងផ្ទះបាយបន្ថែមបន្តិចទៀតបើមិនអញ្ចឹងទេការទុកដាក់អាហារជាច្រើននៅក្នុងផ្ទះបាយគឺងាយនឹងត្រូវកណ្ដូររលួយស៊ីណាស់សម្ភារៈសម្រាប់ធ្វើជញ្ជាំងតុបតែងគឺឫស្សីនៅលើក្បូនឫស្សីពួកវាបានបំពេញភារកិច្ចរបស់ខ្លួនរួចរាល់ហើយថែមទាំងបានត្រាំក្នុងទឹកអស់ជាច្រើនខែទៀតកាន់តែរឹងមាំគឺជាជម្រើសដ៏ល្អបំផុតសម្រាប់យកមកធ្វើជាជញ្ជាំងផ្ទះបាយបងប្រុសអភិជនដាប់ចង្អូរនៅលើសជាមុនសិនបន្ទាប់មកយកបន្ទះក្តារមកភ្ជាប់សងខាងឲ្យជាប់ចុងក្រោយនោះគឺគ្រាន់តែយកឫស្សីដែលកាត់រួចមកដាក់បញ្ជូរតាមពន្លកម្ដងមួយគឺរួចរាល់មិនបាច់និយាយរឿងផ្សេងទេបាននិយាយពីការសាងសង់រហ័សនេះវិញគាត់ពិតជាមានជំនាញមែននៅពេលដែលជញ្ជាំងទី1ត្រូវបានសាងសង់រួចរាល់បងប្រុសអភិជនក៏ចេញដំណើរភ្លាមមូលហេតុដែលរហូតមកដល់ពេលនេះទើបចេញទៅធ្វើការគឺដោយសារតែពេលព្រឹកនៅក្នុងព្រៃភ្នំគឺរៀងសាំខ្លាំងហើយក៏ត្រជាក់គួរសម្ដែងបន្ទាប់ពីដើរឡើងភ្នំអស់រយៈពេលកន្លះម៉ោងទីបំផុតគាត់ក៏បានមកដល់តំបន់ព្រៃផ្សេងនេះដោយសារតែទីនេះមានស្មៅដុះទ្រុបទ្រោពិបាកនឹងរកមើលទំពាំងណាស់អស់ជម្រើសបានត្រឹមតែដើរវែករកមើលម្ដងមួយកន្លែងសំណាងល្អគ្រាន់តែញើសក្រោយភ្លាមក៏បានប្រទះឃើញគោលដៅនៅលើជម្រាលភ្នំមួយទំហំមើលទៅក៏មិនតូចដែរថែមទាំងមានពីរដុះក្បែរគ្នាទៀតផងពិតជាលៀបទ្វេដងមែនបងប្រុសអភិជនសប្បាយចិត្តហួសស្មានក៏ខំទំពាំងស្រស់នោះមួយម៉ាត់យ៉ាងធំរសជាតិនេះពិតជាស្រួយនិងផ្អែមឆ្ងាញ់ណាស់មិនខកជើងដែលខំមកជីកដល់ទីនេះសោះបន្ទាប់ពីមានបទពិសោធន៍ហើយល្បឿនក្នុងការរកទំពាំងរបស់គាត់កាន់តែលឿនឡើង1 2 3ត្រូវបានដល់ឡើងមកទាំងរឹសសូម្បីតែទំពាំងដែលកប់ជ្រៅនៅក្នុងដីក៏មិនអាចគេចផុតពីកែវភ្នែកដ៏មុតស្រួចរបស់គាត់បានដែរទាំងអស់ត្រូវបានគាត់ជីកយកចេញមកដោយគ្មានប្រណីត្រូវតែទទួលស្គាល់ថាធនធាននៅទីនេះពិតជាសម្បូរបែបតែរយៈពេល2ម៉ោងសោះគាត់ក៏ប្រមូលបានរាប់កន្ត្រកទៅហើយបន្ទាប់មកក៏ប្រញាប់រៀបចំរបស់របរត្រឡប់មកវិញយ៉ាងណាមិនមានច្រើនដល់ថ្នាក់នេះពេលត្រឡប់មកដល់កន្លែងស្នាក់នៅវិញគាត់ក៏អង្គុយនៅក្នុងផ្ទះបាយអាំងភ្លើងកម្ដៅខ្លួនបន្តិចអន់មកចុះទើបឃើញថាហេតុអ្វីមានតែដៃជីវផងអញ្ចឹងមើលរួចទើបដឹងថាគឺជាជាប់ទំពាំងប្រឡាក់ជាប់មានបញ្ហាអ្វីធំដុំទេសម្រាប់បន្តិចបងប្រុសអភិជនក៏ចាប់ផ្ដើមបោះសម្បកទំពាំងគាត់បណ្ដារបបបណ្ដាញ៉ាំបណ្ដាស្រួយឆ្ងាញ់ពិតជាគួរឲ្យជាប់ចិត្តណាស់ប៉ុន្តែនៅទីនេះមានច្រើនណាស់ថ្ងៃនេះគាត់ហូបមិនអស់ទេដូច្នេះគាត់ក៏រៀបចំជើងទំបសម្រាប់អាំងមួយនៅមុខទ្វារភ្លាមយកមកអាំងឲ្យស្ងួតទុកសម្រាប់ប្រើប្រាស់នៅពេលចាំបាច់ប៉ុន្តែនៅត្រូវយកពួកវាទៅស្ងោរឲ្យឆ្អិនល្អអាចយកទៅហាលស្ងួតបានព្រោះមានទំពាំងមួយចំនួនគឺរាងល្វីងចាប់បន្តិចបន្ទាប់ពីស្ងោរឆ្អិននិងត្រាំក្នុងទឹកធ្លាក់អស់មួយយប់ទំពាំងក៏បាត់ជាតិល្វីងចាប់ទាំងស្រុងបងប្រុសអភិជនប្រញាប់កាត់ពួកវាជាពីរបន្ទាប់មកប្រើបន្ទះឫស្សីដោតជួរឲ្យស្ងួតរួចរាល់គាត់ក៏មានមុខម្ហូបដ៏ឆ្ងាញ់ពិសាមួយមុខទៀតសម្រាប់ការរស់នៅបើសិនជាយកមកឆាជាមួយសាច់ជ្រូកវិញគឺរឹតតែមានរសជាតិឆ្ងាញ់គ្មានគូប្រៀបគ្រាន់តែគិតក៏ធ្វើឲ្យហូរទឹកមាត់ទៅហើយដោយគិតដល់ថាអាចនឹងមានភ្លៀងធ្លាក់បងប្រុសអភិជនប្រញាប់យកអុសមកបង្កាត់ភ្លើងអាំងមួយរំពេចនោះជ្រលងភ្នំទាំងមូលហាក់បីដូចជាបានចូលទៅក្នុងឋានសួគ៌អញ្ចឹងស្រស់ស្អាតដូចក្នុងសុបិនអញ្ចឹងហើយនៅក្នុងអំឡុងពេលអាំងទំពាំងនេះបងប្រុសអភិជនក៏មិនបាននៅទំនេរដែរងាកមកបន្តសាងសង់ផ្ទះបាយដែលមិនទាន់រួចរាល់កាលពីព្រឹកជញ្ជាំងនៅទីនេះនៅតែប្រើប្រាស់វិធីសាស្ត្រដូចមុនប៉ុន្តែនៅពាក់កណ្ដាលទីគាត់នៅតែឧស្សាហ៍ទៅពិនិត្យមើលស្ថានភាពរបស់ទំពាំងព្រោះរឿងម្ហូបអាហារគឺមិនអាចធ្វេសប្រហែលបានទេថែមទាំងត្រូវបដូរទីតាំងឲ្យពួកវានឹងឆ្លៀតឱកាសថែមអស់ធ្វើបែបនេះចុះឡើងក៏មិនដឹងថាកន្លងទៅយ៉ាងណាក៏មេឃងឹតឈឹងទៅហើយនៅក្នុងជ្រលងភ្នំនៅតែអាចមើលឃើញស្រមោលដ៏មានរឹបរលឹមផ្នែកបន្ទាប់មេឃទើបតែភ្លឺព្រៀងបងប្រុសអភិជនក៏ប្រញាប់រត់ទៅពិនិត្យមើលស្ថានភាពរបស់ទំពាំងភ្លាមពេលនេះរូបរាងរបស់ពួកវាបានប្រែទៅជាស្វិតអស់មិនតិចដែរមើលទៅអាំងមួយរយៈទៀតច្បាស់ជាស្ងួតល្អមិនខានចំណែកផ្ទះបាយនៅម្ខាងនេះក៏តុបតែងជិតរួចរាល់ដែរគាត់បានរៀបចំបំពាក់បង្អួចចំនួន2នៅលើជញ្ជាំងយ៉ាងពិសេសធ្វើបែបនេះពេលធ្វើម្ហូបនៅថ្ងៃក្រោយផ្ទះបាយនឹងមានពន្លឺភ្លើងចាស់បាច់រវល់នៅក្នុងបរិយាកាសស្ងៀមស្លុបទៀតហើយគាត់នឹងត្រូវតុបតែងផ្ទះបាយថ្មីរបស់ខ្លួនបន្តទៀតហើយភារកិច្ចនេះមើលទៅហាក់ដូចជាងាយស្រួលតែការពិតគឺមិនពិបាកសូម្បីតែបន្តិចគ្រាន់តែខាតឫស្សីបន្តិចបន្តួចប៉ុណ្ណោះបន្ទាប់ពីបងប្រុសអភិជនបញ្ជាក់ដោយសារការទីឡើងមានប្រយោជន៍ក៏ត្រូវបានធ្វើរួចរាល់ដើម្បីឲ្យផ្ទះបាយមានខ្យល់ចេញចូលកាន់តែល្អគាត់ថែមទាំងបានច្នៃរចនាជើងទំមដែលអាចរំកិលបានទៀតផងធ្វើបែបនេះថ្ងៃក្រោយពេលធ្វើម្ហូបក៏ងាយស្រួលក្នុងការបញ្ចេញផ្សែងដែរលែងចាំបាច់ព្រួយបារម្ភថាផ្ទះបាយពោពេញដោយផ្សែងហុយទ្រពទៀតហើយចំណែកការរចនាបង្អួចខាងមុខរឹតតែលយទៀតគាត់យកបន្ទះឫស្សីពីរដើមមកធ្វើជាផ្ទៃម្ខាងបន្ទាប់មកត្រឡប់ទៅគុំនៅផ្ទៃខាងទៀតចុងក្រោយប្រើខ្សែថ្មីមកចងពួកវាបញ្ចូលគ្នារូបរាងវាមើលទៅរាងស្រដៀងនឹងកន្ទេលឫស្សីអញ្ចឹងប៉ុន្តែវាមិនប៉ះពាល់ដល់ប្រសិទ្ធភាពរួមនោះទេពេលគាត់យកវាទៅព្យួរភ្លាមអ្នកនឹងដឹងហើយថាបង្អួចរមូរមួយទាំងនេះវាលយប៉ុណ្ណាគ្រាន់តែទីងស្រាក៏អាចបើកបានគ្រាន់តែប្រឡែងស្រាក៏អាចបិទវិញបានមិនត្រឹមតែជួយលើកសម្រាប់ផ្ទះបាយទាំងមូលឲ្យមើលទៅស្អាតប៉ុណ្ណោះទេថែមទាំងមើលទៅសាមញ្ញតែទាក់ទាញទៀតផងវាបានបន្ថែមភាពស្រស់ស្អាតនិងទាក់ទាញដល់តំបន់ព្រៃភ្នំមួយនេះមួយកម្រិតទៀតទ្វារធំក៏ត្រូវបានរៀបចំដំឡើងរួចរាល់ដែរមកទល់ពេលនេះបងប្រុសអភិជននៅក្នុងព្រៃទីបំផុតក៏មានផ្ទះបាយដ៏ត្រឹមត្រូវមួយហើយថ្ងៃក្រោយទោះបីជាមានខ្យល់បក់ឬភ្លៀងធ្លាក់ក៏ដោយគាត់នៅតែអាចចម្អិនម្ហូបនៅក្នុងផ្ទះបាយបានយ៉ាងស្ងប់សុខធ្វើម្ហូបលែងចាំបាច់ហាលខ្យល់ហាលថ្ងៃទៀតហើយលែងចាំបាច់ខ្លាចទឹកភ្លៀងស្រក់ចូលឆ្នាំងទៀតហើយអារម្មណ៍កក់ក្ដៅនេះគឺមានតែគាត់ខ្លួនឯងទេដែលចំណែកអីផ្សេងដែលនៅសល់ពីការតុបតែងបងប្រុសអភិជនក៏មិនបានបោះចោលដែរគាត់បានយកវាមកត្បាញជាទ្រង់មាន់ពីរបៀងយ៉ាងរហ័សនេះគឺជាជំនាញដ៏ប៉ិនប្រសប់របស់គាត់គ្រាន់តែឃើញគាត់ធ្វើឆ្វេង3ជុំស្ដាំ3ជុំទ្រង់មាន់ម៉ូតសក់ញ៉ៃមួយក៏លេចចេញជារូបរាងឡើងដោយគិតដល់ភាពងាយស្រួលក្នុងការចេញចូលរបស់គាត់ក៏បាននៅក្បែរទ្រង់មាន់ដាក់ប្រនចេញចូលមួយដែលមានទំហំសមរម្យយ៉ាងយកចិត្តទុកដាក់ដោយសារតែពេលនេះហ្វូងមាន់កាន់តែមានចំនួនច្រើនឡើងបងប្រុសអភិជនក៏សម្រេចចិត្តធ្វើវាឲ្យបានច្រើនបន្តិចរាប់មើលទៅមានដល់ទៅ7ទៅ8ឯណោះតម្រៀបគ្នាមានរបៀបរៀបរយមើលទៅពិតជាអស្ចារ្យណាស់ក្នុងនោះមាន2គឺជាសម្បុកសម្រាប់ពងដោយឡែកនេះគឺជាការមើលថែដែលមានតែនៅក្នុងរង្វង់អភិជនប៉ុណ្ណោះបើសិនជាយករបស់កម្រទាំងនេះទៅលក់នៅលើទីផ្សារច្បាស់ជាអាចរកលុយបានមួយគំនរមិនខានបន្ទាប់មកក៏មកស្រះត្រីរៀបចំទ្រុងថ្មីទាំងអស់ឲ្យមានរបៀបសម្បុកពងក៏ត្រូវផ្លាស់ប្ដូរកម្រាលស្មៅថ្មីទុនឲ្យពួកវាដែរយ៉ាងណាមិញមេមាន់ខិតខំពងរាល់ថ្ងៃគឺស័ក្តិសមនឹងទទួលបានការមើលថែបែបនេះហើយតែអ្វីដែលនឹកស្មានមិនដល់នោះគឺសម្បុកមាន់នៅម្ខាងនេះក៏មានពងមួយសម្បុកទៀតហើយបងប្រុសអភិជនសឹងតែមិនជឿពេកជារឿងក៏យកនៅស្ទើរមើល
มก็มันตยได้รอบเมื่อเติมมีนแต่งออปรามใบกรอบมีในท่าจำนวนก้นมอนในเปขมุกนี้หนึ่งการลังใบเตรียมตุกสำหรับก้นมอนได้จัดหนึ่งหยอเอามีนกันไลน์ทมตูลีกรุบกรอนก็ประหยัดโจได้รู้เรื่องระบบจ้าเจงเอาสะอาดสร้างซ่องโรงมวยได้เรื่องมอมหนึ่งทมตูลีจิงหมุนเป็นนี้โดยซามีนกากาปีปีเตะทำไมมวยนี้ครูนไอที่บ่มพดก็ไอสมับจับติดเฟื่อการเงียบเสียงติดบานหายจีก้าเปิดหน้าสำรามในเลยได้ก็เตอร์บอสสำอาดเอาสะอาดได้อย่างนี้คือจิตใจเยี่ยมสำหรับจิมในสำรามจำไรก็ยกตัวจัดในกรอมดำเจ๊แต่บานดำปีหมุนหมอกเปวีปุกพอยเตอร์ก็คลายจีดอลอมวยได้ให้ขณะเป้แต่ก็กำปงรีบจ้องตลอดตัวเองสำหรับแต่เคยเนอโอขังเรามีนเตยกำปงแต่หายเลยอย่างสบายเตยมวยบาทงแบบนี้ก็เหมือนดังคาตาวิลุเจงปีสุดใหญ่นาเอาแต่บานคืนคือเตยแต่สำหรับเฟื่อจีอาหาเปลงิดไงนี่เนอกรอมปฏิบัติการยังรอฮาระหุ่นระบอกกอดบ้องเพราะอภิจุนลูกกรอมทั้งหมดในต้องปีเกสจกเกิดลังจรานดองก็สำหรับเจ็ดสุเซนในขนมใดเอาสรุยจะมวยดองก็อายุวิบานหมกแต่มาดองบรรทบปีจำนายเป็นหลักจนตีจากหลักก็จับบานไตรไซปรีกบาดาวจกใจอาหาเป็นหลังนี้ดอกสามัยมวยเป็นนี้จับตกถาบานดอกไซรุ่ยรอหายเนื้อมองประหายปรามเตอปรามมวยเปลือกบ้องเพราะอภิจุนการกำบัดรนเตะเฟื่อกายังมีเงียบในเหลือบหนุ่มไม่เชื่อหนึ่งดำเชื่อในจมพูหมกอย่างสุดแต่จีซัมพิระได้ในซอปีกาสังเตียบายว่าเจ้าคือกูเอาสไตล์นะโดยเฉพาะไงนี้ก็สำหรับเจ็ดราเชื่อเตียงนี้ดำใบเฟื่อจิตเนอร์ได้ไอวันดอลลอยมวยอย่างน่ามันเป็นนี้ตรบสมบัติกอดมีนจรานหายรอไงเตอร์รถเตยยกชนังจานในขนมบรรทุกคือปัจจิมันเซอร์สะสำนึงฐานะระบบกอดเตะกอดบานแซงโกเชื่อจิงดอกดำอย่างมีนระเบียบตลอดหมกเวงให้ก็มีนบรรเทกได้เชื่อไปดอกทมมวยบรรเทกผ่องได้ยกมวยนี้หมกเฟื่อจิตจริงคือละอบ่มพอดหายก็เมื่อแต่รูปเรียงวีเมอร์เตอร์โดยจีพลายระเบิดนี่คือบองโปรอภิจุนบานปรากำลังออกใบผิดตึ๊บไอกับเจนจีเรียงแบบนี้บานตนแต่บ่จ้องบานเจริญมวยได้ขมิ้นกูเปรียบผู้ยังเนเตอร์เจริญเชื่อมวยดำได้เริงมอมละอสำหรับเฟื่อจิตจึงตุ่มกอดปราบรรเทเซวะโปรแวงได้เตอร์กาอย่างตรมเตอร์รุ่ยปรานาอาวีจีใบกำนัดบรรทบมกยกชุ่มมกูสัญญาสมกรในตรังตีตังจึงตุ่มปรากำนัดดำใบดับจีรนเอาซีขณีดำใบเอานีสรุขนมกาบรรจุกอดกบานเจ็ดจงจึงตุ่มรณีมวยเอาเตอร์จีเรียงสรุเอาแต่วีบรรจุคลังคือที่นี่ท่ามันรงเกลอยให้ในขนมอมลงเปปราปราในไงกล่าววีหนึ่งกันแต่แนนเตอร์บรรทบมอกก็ตลบจริงนุ่มหมกเวงเชื่องแต่งใบตุบเนเลยใดยังเริงมอมขมิ้นรงเกอสมใบแต่บันเตยให้กำปูนี้คือละมุมสะซ้อมจีมวยกะเออังกุยแต่มาดองบนใต้นี้เนื้อเหมือนตอนจับเตะเงียกราวกอดก็ยกชูเชอร์แต่ตกยูหมกหายเจงมอกปินเนตเมอร์บรรทบมอกก็ชูสมลิงเลยจริงนุ่มจ่อหลังดำใบที่เนียทับเตะขังเลยคือรีบสมาร์ทอาดเพื่อแบบนี้เติมสะสมหนึ่งฐานะสไตล์ปีคัดรุยรอบองโปรอภิจุนก็จับดามเฟื่อเนอร์ได้ไอวันบรรต่อตีตรงนี้ก่อนเนอแต่ประชุมดำใบกู้สัญญาสมกอจิมุนสันได้รูปร่างกำนัดดับบังการจีรนจบเอาสิขณีทุกใบจีมันปลาได้โกสมใบมวยดามก็อาจเฟื่อเอาปูวิจบเรื่องมอมมันรงเกิดได้นี่ตามเปิดคือจีปัจจัยเตะระบาดโดนตายเยิงคือจีรจนาสมปอนจบโดยปลากันและโดยจีมูลธานบ่มพอก็มันดังทับบองโปรอภิจุนลุยยืนใจตั้งปีเป็นหนาได้แถมเตียงเฟื่อบ้านยังละอเตียบพองเนอเป้เด็ดเนื้อกำปงแต่จรนรุยระบาดกอดสำหรับแต่น้องกงสไลดอกกูเอาสลังแต่งปีหมกเลงกอดเฟื่อเอาบองโปรอภิจุนรุมเพิ่มขนมเจ็ดอย่างคลั่งก็ประหยัดรถอย่างลื่นดำรองเตอร์โรปุเกตซาแต่ลางหมกตีนี่มาดองเตอร์ดาวเพลิงพนมออกใบเตอร์บุญเมาก้นไซแต่งปีคือฮอตต่อแต่ตุ้งพิเศษคือบองไคลเสรีอภิจุนท่านแต่งเตอร์เปียก้นไซเปิดดาวหมกง่ายอย่างนิติเปิดจีออจ้าแมนบองโปรอภิจุนเคยแบบนี้ก็ประหยัดเตอร์ตัวยกก้นไซเอาปูเกอังกุยในกระบายกลุ่มโนเพลิงเฉียดเอาการเล่นเกมจิมวยปูเกบันเตยังน่ามันไซตอนหาพิบในขนมเปรย์ขนมนี้ริงที่บันเตเมงคืองีนังประดาไซนะบรรทบมอกก็เจงเตอร์กล้าวดำใบประหยัดดำลังเนื้ออรุยรอเนี่ยแต่งปีก็ช่วยแซงวีโจเตอร์ขนมเตะใบเด็ดทลบแต่ใหญ่ๆก็ปลายจิมีนสันดับขนมเปลี่ยนประปุ่นก็อัศซาไปได้ครูนไอเหมือนบานทาเปิดจิปูไก่แมงลูกกาบิเลกุนได้ก้นไซแต่งปีหมกเลงป้าระบบปูเก้กำปงเฟื่อเรื่องขโมยในเหลือบหนุ่มปนใต้มันดังฉบับท่ากำปงเฟื่อไว้เตะใต้ยังนาก็เตยอังเลิกมุนปัจจิชไงนะดำไปเอาก้นไซดอกกูเอาสลังอย่างปีบ้านหกชไงมวยเป๊ะไงนี่บองโปรอภิจุนปัจจิเฮียนจำนายทอมแมงกอดบ้านเตอร์ยกเมมอนทมมวยกับบ้าปีตรงหมกเฟื่อหกไอปูเก้ให้ขณะเป้ได้กอดกำปงจัดการเมมอนจ่าหนูประปุ่นเนิมครั้งนี้ก็บ้านบังกัดเพลิงรุยรอหายได้ร่งจำแต่บองโปรอภิจุนยกมอนหมกอังเอาเชือกขนมลงไปอังมอนปูเก้ก็บ้านเฟื่อกาสัญญาดอกกูเอาพญาเอามวยเอาใต้ประลองบ้านเป็นตู้เลิกปีมาไปเป็นตุกนั่งดอรางวัลจิมอนอังมวยกับบ้าติดเอาปูเก้แต่งไปเนี่ยมาได้นั่งก้นก็ยกลมเปลี่ยนโดยซาแต่เตอร์เรียงเปเวลีได้ปูเกสนะในตีนี้คือมีนเริ่มแต่ปีไงปนเนาะบองโปรอภิจุนกับน้องปูเกแต่ดาเล่นในน้องปีบรรลัยกรุบประเภทบรรทบมอกกับน้องปูเกแต่จีตุกลมไฮในแสงไตรตัวยกบทปีศาจในการจีตุกกำสางสำเร็จไซสบายระบบปูเกแต่บุญเนี่ยมันเลือกเป็นนี้บองโปรอภิจุนมีนารมณ์ท่าครูนไอคือจีบรอได้มีนก็ได้ซกบ่มพดในเลือกปีพบโลกเล่นต่อแต่หอดรูซ่าแต่มูก็มอกอังกุยจงคณีในกระบายกลุ่มโนเพลิงดำใบยำมอนอ่ำช่วยต่อแต่ขยมในมุกเอกรังนี้ก็โหตัดมอดตามได้ยบนี่ก้นไซแต่งปีจองเก่งจิมวยบองโปรอภิจุนไงไอเล่นมวยไงทิพย์ก็เตอร์ตลบเตอรินเป็นหายไงทำไมโปเป็นโดยทำโปเป็นเล่นบองโปรอภิจุนตั้งปีโปรลำสร้างก็รถเตอร์บินเนตเมอร์ในตรงมอนนี่บ้านคลายจีตุ่มลบประจำไงระบบก็เตอร์หายและแต่พอคือเปเตอร์เมอร์พลิมก็ตัวบ้านพอทำไมติดหายเมมอนดอกกูเอาซาซามวยกระบาบ้านพญาปงมวยสมบกติดหายนี่คือจีเรื่องดอริกรีบอมพดสำหรับพุ่มโต๊ะในเลือบนุ่มระบบเยิงบนใต้ปัญหาก็การมีลังมกจิมวยได้ก้นมอนจีจานกระบาบ้านเนี่ยเจนหมอบรรดาเอาจำในเล่นอัดกดกงบ้านกรุกรอนจำในแอร์ฮาในขนมจำกาก็มันตอนตุ่มละอนี่เฟื่อไอบองโปรอภิจุนมีนการลำบากบันเตโดยเฉพาะก็สำหรับเจ็ดเฟื่อเรื่องมวยพลิม
គឺពីថ្ងៃទៀតគាត់នឹងត្រូវចុះពីលើភ្នំម្ដងដើម្បីលក់មាន់ព្រៃធំនិងបន្លែមួយចំនួនបន្ទាប់មកយកលុយទៅទិញម៉ាស៊ីនភ្លើងមួយគ្រឿងត្រឡប់មកវិញយ៉ាងណាមិញការរស់នៅក្នុងព្រៃងឹតឈឹងបែបនេះវាមិនមែនជាដំណោះស្រាយល្អទេហើយតំបន់ដាំថ្មីមួយនេះក៏ត្រូវតែកាប់សម្អាតឲ្យស្អាតដែរទីនេះនឹងត្រូវដាំបន្លែផ្សេងជាថ្មីដើម្បីឲ្យមិត្តភ័ក្តិតូចរបស់គាត់មានអាហារហូបចុកគ្រប់គ្រាន់ចំណែកឯដាំថ្មីទាំងនេះគាត់ក៏មិនបោះចោលខ្ជិះខ្ជីដែរគឺគាត់បានចោលពួកវាទាំងអស់ទៅក្នុងតំបន់ដាំផ្លែឈើពួកវាមិនត្រឹមតែមានភាពធន់ក្នុងការលូតលាស់ខ្ពស់ទេថែមទាំងមានសមត្ថភាពសម្របខ្លួនបានយ៉ាងគួរឲ្យភ្ញាក់ផ្អើលតែមានដីជាប់បន្តិចពួកវាក៏អាចដុះលូតលាស់នៅទីនេះបានយ៉ាងច្រើនមូលហេតុដែលបងប្រុសអភិជនមិនកាប់ដាំថ្មីចោលទាំងអស់ក៏ព្រោះតែសម្បុករបស់ពួកវានៅមានប្រយោជន៍ធំជាធម្មតាយកមកចងទីរបស់របរគឺភាគច្រើនមិនអាចខ្វះវាបានទេគឺពិតជាជំនួយការដ៏ធំមួយសម្រាប់ការរស់រានមានជីវិតក្នុងព្រៃរវល់ចប់កិច្ចការទាំងនេះបងប្រុសអភិជនទើបចាប់ផ្ដើមធ្វើការងាររបស់គាត់នៅថ្ងៃនេះដំបូងគាត់សែងកំបោល2 3កន្ត្រកមកមុខទ្វារព្រោះកំបោលអាចការពារមិនឲ្យស្មៅដុះរាលដាលនៅលើជញ្ជាំងបានបើសិនជាពេលនេះមិនប្រញាប់ចាត់ការជញ្ជាំងដីទាំងនេះទេថ្ងៃក្រោយអាចនឹងមានបញ្ហាលុះរង្គើកើតឡើងជាពិសេសនៅពេលមានភ្លៀងធ្លាក់ស្មៅទាំងនោះនឹងរឹតតែដុះលូតលាស់លឿនប៉ុន្តែចង់យកកំបោលទៅលាបលើជញ្ជាំងទាំងអស់វាហាក់ដូចជាមិនសូវសមរម្យទេដូច្នេះបងប្រុសអភិជនក៏នឹកឃើញគំនិតមួយក៏យកមិត្តចាស់របស់គាត់គឺម៉ាស៊ីនផ្លុំខ្យល់មកប្រើវិធីវាស់ដើម្បីកំណត់ទំហំធុងទឹកដែលត្រូវការបន្ទាប់មកយកធ្យូងមកគូសសញ្ញាសម្គាល់មួយជុំធ្វើបែបនេះគាត់នឹងអាចកាត់ធុងទឹកឲ្យចេញជារូបរាងបានយ៉ាងត្រឹមត្រូវទោះបីជាពេលនេះរូបរាងវាមើលទៅរាងស្អាតបន្តិចហើយក៏ដោយប៉ុន្តែបងប្រុសអភិជនដែលតែងតែចង់បានភាពល្អនៅតែសម្រេចចិត្តជួសជុលកែច្នៃវាបន្ថែមហើយគែមដ៏ក្រាស់នេះក៏នឹងអាចប៉ះពាល់ដល់ការប្រើប្រាស់នៅថ្ងៃក្រោយដែរគាត់យកកំណាត់មកដាប់ខាត់ផ្នែកខាងក្នុងនៃធុងទឹកយ៉ាងខ្លាំងក្លាឲ្យរលោងបើដាប់មិនចូលទេគឺត្រូវប្រើញួរឈើមកវាបន្ថែមពេលខាត់បានសមរម្យហើយគាត់ក៏កាត់គែមវាពាក់កណ្ដាលជុំទៀតរួចប្រើកាំបិតរន្ទះកាប់ផ្នែកដែលលើសចេញហើយទីតាំងពីនេះគឺសម្រាប់ចងខ្សែយួរធុងទឹកសកម្មភាពមួយនេះពិតជាលយឆាយអស្ចារ្យណាស់គឺលយគ្មានគូប្រៀបរាល់ជំហាននីមួយគឺត្រូវបានគាត់រៀបចំយ៉ាងត្រឹមត្រូវដើម្បីការពារកុំឲ្យធុងទឹកប្រេះបែកបងប្រុសអភិជនថែមទាំងបានយកវិលមកព័ទ្ធមួយជុំពីខាងក្រៅទៀតនៅផ្នែកបាតគឺបន្ថែមបន្ទះក្តារមួយបន្ទះមកទល់ពេលនេះធុងទឹកដ៏លយមួយក៏ត្រូវបានបង្កើតឡើងយ៉ាងជោគជ័យបន្ទាប់មកក៏ចងខ្សែយួរអារម្មណ៍នោះគឺពិតជាអស្ចារ្យភ្លាមតែម្ដងបងប្រុសអភិជនអត់ធ្មត់មិនបានក៏យកវាទៅសាកល្បងដងទឹកភ្លាមលទ្ធផលគឺហាក់បីដូចជាមានលេខទឹកបន្តិចបន្តួចប៉ុន្តែវាមិនមែនជាបញ្ហាធំដុំទេគ្រាន់តែយកបន្ទះឫស្សីពី3សរសៃចូលគឺអាចដោះស្រាយបានយ៉ាងនេះបើសិនជាយកទៅលក់នៅលើទីផ្សារយ៉ាងហោចណាស់ក៏អាចរកបានលុយខ្លះដែរមួយយកកន្លងផុតទៅយ៉ាងលឿនបងប្រុសអភិជនក៏យកកំបោលនិងធុងទឹកចេញមកម្ដងទៀតឆ្លៀតឱកាសទៅកាត់ស្លឹកចេកពី3សន្លឹកត្រឡប់មកវិញក្រាលនៅលើដីដើម្បីធ្វើជាទ្រនាប់ការពារគោលបំណងសំខាន់គឺដើម្បីការពារកុំឲ្យប្រឡាក់នៅពេលតុបតែងបន្តិចទៀតនេះយកស្មៅព្រៃពី3ដើមមកចងបញ្ចូលគ្នាក៏បង្កើតបានជាច្រាសព្រៃមួយត្រូវតែទទួលស្គាល់ថាបងប្រុសអភិជនពិតជាមានជំនាញមែនតែងតែអាចប្រែក្លាយរបស់ដែលគ្មានប្រយោជន៍ឲ្យទៅជាមានតម្លៃបានជានិច្ចបន្ទាប់ពីកំបោលនិងទឹកត្រូវបានកូរចូលគ្នាឲ្យសព្វល្អហើយគាត់ក៏ចាប់ផ្ដើមលាបលើជញ្ជាំងទុកច្រាសដែលមិនមានប្រយោជន៍នោះចោលរួចប្រើដៃលាបផ្ទាល់តែម្ដងមិនរំលងសូម្បីតែមួយកន្លែងឡើយបន្ទាប់ពីខិតខំប្រឹងប្រែងអស់កន្លះថ្ងៃទីបំផុតបងប្រុសអភិជនក៏បានបញ្ចប់ការងារថ្ងៃនេះពេលនេះបើយកទៅប្រៀបធៀបនឹងមុនផ្ទះបច្ចុប្បន្នគឺមានបន្ថែមនៅទម្រង់ទាន់សម័យនិងសាមញ្ញមួយកម្រិតទៀតហើយបន្ទាប់ពីលាបកំបោររួចជញ្ជាំងនឹងកាន់តែរឹងមាំអាយុកាលនៃការរស់នៅក៏នឹងបានកាន់តែយូរដែរនៅចាំរងល្ពៅដែលបងប្រុសអភិជនហើរភ្លៀងសាងសង់ពីមុនទេបន្ទាប់ពីឆ្លងកាត់ការសាប់រស់និងថែទាំអស់រយៈពេលមួយដើមល្ពៅក៏បានដុះចេញស្លឹកនិងមែកហើយដើមដែលខ្ពស់ក៏ដល់ពេលដែលត្រូវដកយកទៅដាំបានហើយដែរព្រោះសេតុណ្ហភាពនៅរដូវនេះគឺស័ក្តិសមបំផុតសម្រាប់ការដាំដុះព្រឹកព្រលឹមបងប្រុសអភិជនក៏បានទៅពិនិត្យមើលសួនបន្លែមួយជុំជាមុនសិនដើម្បីមើលថាតើមានសត្វតូចមកលួចស៊ីដែរឬទេពួកវាលូតលាស់បានយ៉ាងខៀវស្រងាត់ពោពេញដោយភាពស្រស់បំព្រងស្លឹកនីមួយគឺបង្ហាញពីភាពស្រស់បំព្រងគាត់មើលតតែមិនដាច់ចិត្តចេញគ្រាន់តែមានបន្លែមួយចំនួនត្រូវបានដង្កូវស៊ីតតែធ្លុះធ្លាយដូចសម្បុកអមទៅហើយប៉ុន្តែបងប្រុសអភិជនមិនសូវខ្វល់ទេទោះទៅវិញគាត់គិតថានេះគឺជាសញ្ញានៃភាពគ្មានជាតិគីមីដែលចំការឆៃថាវតូចយ៉ាងខាងទៀតក៏ដុះបានច្រើនគួរសម្ដែងគ្រាន់តែមានភាពមិនសូវសមរម្យបន្តិចដោយសារតែពួកវាសុទ្ធតែដុះបញ្ចេញគូចេញមកក្រៅដីបន្ទាប់ពីពិនិត្យមើលបន្លែរួចរាល់បងប្រុសអភិជនទើបអុំទូកលំហែមកកាន់រោងល្ពៅនេះបន្ទាប់មកក៏យកបន្ទះឫស្សីមកចងគ្រោងរោងនេះឲ្យបានរឹងមាំល្អធ្វើបែបនេះនៅពេលដែលល្ពៅផ្លែក៏ងាយស្រួលក្នុងការបេះដែរហើយក៏មិនធ្វើឲ្យពួកវាប្រជ្រៀតគ្នាផងដែរចំណែកឫស្សីដែលលើគាត់ក៏កាត់វាចោលភ្លាមនៅត្រង់ទីតាំងសសរក៏ត្រូវចាក់ធ្នូមួយជាន់ដើម្បីជួយគៀបផងដែរយ៉ាងណាមិញរោងល្ពៅមួយនេះនៅថ្ងៃក្រោយគឺត្រូវទ្រទម្ងន់ផ្លែល្ពៅរាប់ពាន់គីឡូឯណោះមិនអាចធ្វើប្រហែសបានសូម្បីតែបន្តិចបន្ទាប់មកក៏ចាប់ផ្ដើមជ្រួយដីលឿងនៅខាងលើឲ្យធូរនៅថ្ងៃក្រោយនេះគឺជាកន្លែងដែលកូនល្ពៅនឹងចេញកាប់ផ្លែហើយជន្លេនដែលជីកបានក៏បោះឲ្យកូនត្រីស៊ីតែម្ដងសកម្មភាពមួយនេះពិតជាលយមែនទែនខ្ញុំសូមសរសើរពីបេះដូងរាល់ជំហាននីមួយសុទ្ធតែត្រូវបានគាត់រៀបចំយ៉ាងល្អពេលគាស់កូនល្ពៅគឺត្រូវគាស់យកឲ្យជាប់ទាំងរវាធ្វើបែបនេះគឺកាន់តែផ្ដល់ភាពងាយស្រួលដល់ការលូតលាស់របស់វានៅក្នុងបរិស្ថានថ្មីបងប្រុសអភិជនក៏សែងកូនល្ពៅយ៉ាងប្រុងប្រយ័ត្នមកក្បែរស្រះត្រីរួចដាំពួកវាទាំងអស់នៅក្បែរសសរដើម្បីឲ្យពួកវាឡើងទៅលើកន្លែងណាដែលគ្មានសសរគឺត្រូវធ្វើជាជើងទម្រត្រីកោណចុងក្រោយស្រោចទឹកនីតិធ្វើបែបនេះបន្តិចប្រហែលជា3ខែក្រោយពួកយើងនឹងអាចហូបល្ពៅព្រៃបានហើយគ្រាន់តែស្រមៃដល់ទិដ្ឋភាពនោះក៏មានអារម្មណ៍ថារងចាំដែររវល់ចប់រឿងកូនតូចក៏មកមើលថែរឿងធំបន្តបងប្រុសអភិជនយកកាំបិតមកកាត់ឫស្សីជាពីរថ្នាំរួចប្រើកំណាត់ដាប់រុនធំមួយនៅចំកណ្ដាលដោយសារតែជួងហៅស៊ីចំណីកាលពីមុនគឺត្រូវបានវាក៏មិនដឹងថាគាត់វារបៀបណាដែរនៅពេលដែលសម្លេងហ្វូហៅស៊ីចំណីបានលឺឡើងក៏ប្រជ្រៀតគ្នាហើយតម្រង់មករកបងប្រុសអភិជនគ្រាន់តែលើកនេះគាត់មិនបានឲ្យចំណីទេគឺក្នុងពេលដែលត្រីកំពុងតែប្រមូលផ្ដុំគ្នាគាត់ក៏ឆ្លៀតជួសជុលទុកលំហែរបស់គាត់តែបន្តិចទៀតនេះបងប្រុសអភិជននឹងចាប់ផ្ដើមសកម្មភាពស្ទូចត្រីសម្រាប់ថ្ងៃនេះហើយឆ្លៀតឱកាសសម្អាតសម្រាមនៅក្នុងស្រះត្រីឲ្យស្អាតផងដែរសម្រាមទាំងនេះភាគច្រើនគឺជារបស់ដែលត្រីស៊ីសល់បើសិនជាដាំស្មៅគោច្រើនពេកវានឹងធ្វើឲ្យសម្ភារយ៉ាងស្រះត្រីរួចរាល់បងប្រុសអភិជនក៏អង្គុយលំហែដៃនៅលើត្រីមកទល់ពេលនេះ
ខ្ញុំទើបតែយល់ថាហេតុអ្វីបានជាគាត់មិនឲ្យចំណីនៅមុននេះតាមពិតគឺមានយុទ្ធសាស្ត្រធ្វើឲ្យត្រីចំពោះវានៅទីនេះនេះយូរហើយពេលនេះគ្រាន់តែដាក់ស្លឹកចេកបន្តិចនៅផ្លែសន្ទុះក៏អាចស្ទូចពួកវាឡើងមកបានយ៉ាងងាយស្រួលដែរក៏មិនដឹងថាគាត់ប្រើល្បិចមួយណាក្នុងចំណោម30ត្រីដែលខ្លួនថាចាញ់បោកក៏ហួសពេលទៅហើយបងប្រុសអភិជនប្រើដៃវាស់មើលត្រីមួយក្បាលនេះមានប្រវែងដល់ទៅ40សង់ទីម៉ែត្រគ្រប់គ្រាន់សម្រាប់គាត់ហូបបានមួយពេលហើយមកដល់លើគោក៏មិនភ្លេចអួតបង្ហាញពួកយើងមិនចង់សួរថាតើអ្នកទាំងអស់ខ្ញុំចំណែកវិធីធ្វើហូបថ្ងៃនេះគាត់សម្រាប់ចិត្តធ្វើម្ហូបត្រីចំហុយបំពង់ឫស្សីមួយពេលគឺជាវិធីហូបបែបបុរាណបំផុតមនុស្សទូទៅគឺភាគច្រើនមិនធ្លាប់ហូបទេមានតែអ្នកជំនាញនៅក្នុងព្រៃពិតប្រាកដប៉ុណ្ណោះទើបយល់ពីរសជាតិដ៏ឈ្ងុយឆ្ងាញ់បែបធម្មជាតិនេះដើម្បីឲ្យត្រីចំហុយបំពង់ឫស្សីរឹតតែមានរសជាតិឆ្ងាញ់បងប្រុសអភិជនត្រូវទៅរកគ្រឿងផ្សំខ្លះនៅក្បែរនោះគឺស្លឹកពណ៌បៃតងនៅលើដើមវល្លិប្រភេទនេះឯងពួកយើងក៏មិនដឹងថាវាឈ្មោះអ្វីដែរបើមានមិត្តភក្តិណាដឹងអាចបញ្ចេញមតិប្រាប់បានបន្ទាប់ពីបេះគ្រឿងទេសរួចរាល់ក៏យកវាទៅលាងទឹកឲ្យស្អាតជាមួយបំពង់ឫស្សីបន្ទាប់មកយកកាំបិតរំខាំត្រីជីដុំគឺត្រូវតែស្ងែកសរសើរកាំបិតដើមព្រៃរបស់បងប្រុសអភិជនមែនមិនថាយកទៅកាប់ដើមឈើជីកដីហាន់បន្លែឬកោះគូប៉ុន្មានឆ្នាំមកនេះវានៅតែមុតស្រួចដដែលពិតជាអាចចាត់ទុកថាជាអាវុធដ៏អស្ចារ្យបំផុតក្នុងការចាត់ការគ្រឿងផ្សំរួចរាល់អភិជនក៏អត់ធ្មត់មិនបានប្រញាប់យកពួកវាចូលទៅក្នុងបំពង់ឫស្សីទាំងអស់បន្ទាប់មកគ្រាន់តែរងចាំអាំងភ្លើងឲ្យឆ្អិនគឺរហែកកន្លះម៉ោងកន្លងផុតទៅក្លិនឈ្ងុយនៃសាច់ត្រីក៏បានសាយភីពេញភូមិតូចនៅលើភ្នំនេះទោះបីជារូបរាងមើលទៅរាងអន់បន្តិចក៏ដោយប៉ុន្តែរសជាតិវាប្រហែលជាមិនឆ្ងាញ់ប៉ុន្មានដែរ